ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នានៅថ្ងៃនេះខ្ញុំនឹងលើកយកនៅដំណើរសាច់រឿងមួយដែលនិយាយអំពីលោកអ៊ំសុកនិងមិត្តភ័ក្តិរបស់គាត់2នាក់ទៀតដែលសម្រេចចិត្តចូលទៅក្នុងព្រៃដើម្បីរកកំណប់ដោយសារតែផែនទីអាគមមួយចង់ដឹងថាដំណើរសាច់រឿងរបស់លោកអ៊ំចាស់ទាំង3នាក់ហ្នឹងគាត់អាចយកកំណប់ចេញពីព្រៃនឹងបានដែរអត់យើងនឹងទៅតាមដានទាំងអស់គ្នាហើយសូមពុកម៉ែបងប្អូនជួយចុច like subscribe និងដាក់បេះដូងនៅក្នុង comment ឲ្យបានច្រើនផងដើម្បីលើកទឹកចិត្តនៅវីដេអូបន្តទៀតអញ្ចឹងយើងចូលទៅសាច់រឿងរបស់យើងទាំងអស់គ្នាបរិយាកាសនៃពេលរសៀលជ្រេបន្តិចព្រះអាទិត្យកំពុងតែបញ្ចេញកម្ដៅយ៉ាងក្ដៅស្អុះស្អាប់ចាំងជះពន្លឺពណ៌មាសកាត់តាមចន្លោះស្លឹកស្វាយធំដែលដុះនៅក្បែរផ្ទះឈើចំណាស់មួយខ្នងនៅក្រោមរោងផ្ទះដែលប្រក់ដោយស័ង្កសីច្រេះស៊ីនោះមានបុរសវ័យចំណាស់2នាក់កំពុងតែអង្គុយលើគ្រែឫស្សីបែរមុខរកគ្នាដោយមានចានសាច់ក្លែមសាមញ្ញនិងដបស្រះពណ៌សុទ្ធថ្លាដាក់នៅកណ្ដាលពួកគាត់គឺលោកអ៊ំសុកនិងលោកអ៊ំផលដែលជាមិត្តភ័ក្តិជិតស្និទ្ធនឹងគ្នាតាំងពីសម័យស្រុកទេសទើបតែរំដោះថ្មីមកម្លេះសំឡេងកែវស្រាបានប៉ះទង្គិចគ្នាឮសូរឆាំងមុនពេលដែលអ្នកទាំងពីរលើកវាឡើងក្រេបយ៉ាងយឺតបញ្ចេញសំឡេងស្គៀបមាត់ដោយសារតែជាតិអាល់កុលដ៏ខ្លាំងក្លាលោកអ៊ំសុកដែលមានសក់ស្កូវសក្បុសនឹងផ្ទៃមុខពោពេញទៅដោយស្នាមជ្រីវជ្រួយនឹងការនឿយហត់បានដកដង្ហើមធំរួចទម្លាក់កែវស្រាចុះគាត់សម្លឹងមើលទៅវាលស្រែស្ងួតហួតហែងនៅខាងមុខផ្ទះដោយកែវភ្នែកបង្កប់នៅភាពសោកសៅអាផលអើយជីវិតពួកយើងចាស់ទៅហើយនៅតែរកព្រឹកខ្វះល្ងាចដដែលកូនចៅក៏មានគ្រួសារបែកខ្ញែកទៅធ្វើការឆ្ងាយអស់សល់តែតាចាស់2នាក់ឯងអង្គុយផឹកស្រះរំលាយទុកបែបនេះលោកអ៊ំផលងក់ក្បាលយល់ស្របដែលយកកន្សែងក្រមាដែលជូតញើមកបក់រុយចេញពីចានក្លែមរួចតបវិញថាវាយ៉ាងម៉េចកើតអសុកជំនាន់ពួកយើងកើតមកចំសម័យសង្គ្រាមរត់លូនកិច្ចក្របកំភ្លើងរួចជីវិតមកដល់ប៉ុណ្ណេះចាត់ទុកថាសំណាងជាងអ្នកដែលដេកស្លាប់ក្នុងព្រៃទៅហើយកំពុងតែនិយាយជជែកគ្នាលេងរអ៊ូរទាំពីខ្សែជីវិតដ៏កំសត់នោះស្រាប់តែមានបុរសចំណាស់ម្នាក់ទៀតបានដើរចូលមកកាត់ទីធ្លាមុខផ្ទះដោយទឹកមុខប្រញាប់ប្រញាល់គាត់គឺជាលោកអ៊ំណនដែលជាអ្នកភូមិជាមួយគ្នាប៉ុន្តែជាមនុស្សដែលតែងតែចូលចិត្តដើរព្រៃនិងមានចំណេះដឹងខាងមន្តអាគមបន្តិចបន្តួចលោកអ៊ំណនបានដើរមកដល់គ្រែឫស្សីទម្លាក់ខ្លួនអង្គុយចុះក្បែរលោកអ៊ំផលទាំងដង្ហើមហត់គឃុះកែវភ្នែករបស់គាត់រេមើលឆ្វេងស្ដាំហាក់ដូចជាខ្លាចមានអ្នកណារបស់ស្ដាប់មានរឿងអីអាណនមិនក៏រត់មកដោយត្រូវខ្មោចដេញចឹងផឹកស្រះមួយកែវសិនមករួចសឹមនិយាយលោកអ៊ំសុកសួរដោយការងឿងឆ្ងល់ព្រមទាំងហុចកែវស្រាទៅឲ្យណននប្រកែកមិនព្រមទទួលកែវស្រាទេផ្ទុយទៅវិញគាត់បានលូកដៃចូលទៅក្នុងហោប៉ៅអាវធំរបស់គាត់រួចទាញយកថង់ក្រណាត់ពណ៌ខ្មៅរុំជិតឈឹងមួយចេញមកគាត់បានដាក់ថង់នោះនៅកណ្ដាលវងស្រារួចនិយាយដោយសំឡេងខ្សឹបប៉ុន្តែច្បាស់ក្បែរត្រចៀកថាពួកឯងធ្លាប់ឮរឿងកំណប់មាសនិងរូបចម្លាក់បុរាណដែលពួកសេដ្ឋីនិងមេទ័ពជំនាន់មុនលួចយកទៅកប់លាក់ទុកនៅក្នុងព្រៃស្បាតពេលដែលស្រុកទេសវឹកវរទេលោកអ៊ំសុកនិងលោកអ៊ំផលបើកភ្នែកធំសម្លឹងមើលថង់ក្រណាត់នោះរួចងាកមកមើលមុខណនលោកអ៊ំណនមិនបង្អង់យូរគាត់បានស្រាយថង់ក្រណាត់នោះចេញបង្ហាញឲ្យឃើញនៅផែនទីចាស់មួយផ្ទាំងដែលធ្វើពីស្បែកសត្វឬក្រដាសប្រេងពណ៌លឿងទុំប្រឡាក់ទៅដោយស្នាមប្រឡាក់ពណ៌ត្នោតក្រាស់ដែលមើលទៅស្រដៀងនឹងស្នាមឈាមស្ងួតនៅលើផែនទីនោះមានគំនូសសញ្ញាខ្វែងខ្វាត់ផ្លូវទឹកជួរភ្នំនិងសញ្ញាខ្វែងពណ៌ក្រហមមួយនៅចំកណ្ដាលដែលបញ្ជាក់ពីទីតាំងកំណប់អាតកំបាំងនោះអញទើបតែបានផែនទីនេះពីតាចាស់ម្នាក់ដែលទើបតែស្លាប់កាលពីយប់មិញនៅភូមិខាងត្បូងគាត់បានប្រាប់អញមុនដង្ហើមចុងក្រោយថាកំណប់នេះមានមាសនិងត្បូងមានតម្លៃរាប់សិបគីឡូបើសិនជាពួកយើងអាចយកវាបានមិនបាច់និយាយពីយើងទេសូម្បីតែកូនចៅយើងដល់7ជំនាន់ទៀតក៏ចាយមិនអស់ដែរលោកអ៊ំណននិយាយទាំងកែវភ្នែកភ្លឺភ្លេចដោយសេចក្តីលោភលន់
ពាក្យសម្ដីនេះបានបញ្ឆេះនូវក្តីសង្ឃឹមនិងចំណងដែលលាក់កប់យ៉ាងជ្រៅនៅក្នុងចិត្តរបស់បុរសចំណាស់ទាំងពីរនាក់នោះធ្វើឲ្យពួកគេចាប់ផ្ដើមគិតដល់ការផ្លាស់ប្ដូរជោគវាសនាដ៏ក្រីក្រនេះការលេចចេញនៅផែនទីកំណត់បុរាណនេះបានធ្វើឲ្យបរិយាកាសនៃវង្សស្រាប្រែប្រួលទាំងស្រុងពីការនិយាយរអ៊ូរទាំពីការលំបាកคล้ายទៅជាការពិភាក្សាដ៏តានតឹងអំពីការប្រថុយប្រថានដ៏ធំបំផុតនៅក្នុងជីវិតចុងក្រោយរបស់ពួកគេផលដែលតែងតែមានចិត្តក្លាហាននិងរៀងលោភលន់បន្តិចនោះចុះទម្រាំចាំអង្កាលទៀតពួកយើងចាស់អស់ទៅហើយបើស្លាប់ក៏មិនមានអីត្រូវស្ដាយដែរតែបើរស់ហើយបានកំណប់នេះមកគឺយើងនឹងក្លាយជាសេដ្ឋីអញយល់ព្រមទៅកាយកំណប់នេះជាមួយឯងអាណនចំណែកឯលោកសុកវិញបែរជាមានទឹកមុខស្លេកស្លាំងគ្រាន់តែឃើញគំនូសផែនទីដែលចង្អុលទៅកាន់ព្រៃស្បាតដែលស្ថិតនៅភាគខាងលិចនៃភូមិវាបានទាញយកអតីតកាលដ៏សែនខ្មៅងងឹតនិងពោពេញដោយឈាមដែលគាត់បានខិតខំកប់វាចោលអស់រយៈពេលជាង40ឆ្នាំមកហើយឲ្យងើបឡើងវិញយ៉ាងគំហុកព្រៃនោះមិនមែនជាព្រៃធម្មតាទេវាជាព្រៃដែលស៊ីសាច់មនុស្សជាកន្លែងដែលមិត្តភ័ក្តិរបស់គាត់បានបាត់បង់ជីវិតយ៉ាងអាណោចអាធមអញមិនសូវហ៊ានទៅទេអាណនកន្លែងនោះមានខ្មោចព្រាយបិសាចច្រើនណាស់ឯងក៏ដឹងដែរថាព្រៃស្បាតនោះវាមានប្រវត្តិយ៉ាងម៉េចលោកសុកនិយាយទាំងសំឡេងរអាក់រអួលយីអាសុកឯងនេះចាស់ទៅទេតែសាច់មិនឡើងស្វិតសោះមិនក៏កំសាកម្លេះលោកណនសើចចំអកបន្តិចរួចនិយាយបញ្ចុលយើងទៅនេះគឺយើងមានការរៀបចំត្រឹមត្រូវមិនមែនដើរចូលទៅដៃទៅទេណាអញមានជាន់ការពារអញមានដីសក់សីមាហើយពួកយើងម្នាក់សុទ្ធតែមានកំបិតផ្គាក់ប្រចាំកាយគ្រាន់តែទៅយករបស់ដែលគេកប់ចោលតើមានអីត្រូវខ្លាចឬមួយឯងចង់ស្លាប់ទៅវិញដោយបន្សល់ទុកត្រឹមបំណុលឲ្យកូនចៅពាក្យថាបំណុលនេះបានចាក់ដោតចំក្រអៅបេះដូងរបស់លោកសុកយ៉ាងខ្លាំងដោយសារតែក្តីស្រឡាញ់ចំពោះកូនចៅនិងភាពតល់ច្រកនៃជីវិតទីបំផុតលោកសុកក៏បិទភ្នែកងក់ក្បាលយល់ព្រមទាំងបង្ខំចិត្តការសម្រេចចិត្តត្រូវបានធ្វើឡើងយ៉ាងមុតមមអ្នកទាំង3បានព្រមព្រៀងគ្នាថានឹងចេញដំណើរនៅព្រឹកព្រលឹមថ្ងៃស្អែកដោយមិនប្រាប់ឲ្យប្រពន្ធកូនឬអ្នកភូមិណាផ្សេងដឹងឡើយដើម្បីរក្សាការសម្ងាត់យប់នោះលោកសុកដេកមិនលក់ទាល់តែសោះគាត់បានងើបឡើងរៀបចំអីវ៉ាន់យ៉ាងស្ងៀមស្ងាត់ក្រោមពន្លឺចង្កៀងប្រេងកាតគាត់បានយកកាំបិតផ្គាក់ដែលច្រេះចាប់បន្តិចមកសម្លៀងនឹងថ្មលើសូរឆែតកាត់ភាពស្ងាត់ជ្រងំនៃរាត្រីគាត់បានវិចអង្ករប្រហែល3គីឡូត្រីងៀតអំបិលដែកកេះនិងពិលថ្មមួយមុននឹងបិទការបូបស្ពាយគាត់បានដើរទៅកាន់ហឹង្សារក្សាព្រះយកខ្សែយ័ន្តចាស់មួយខ្សែដែលព្រះសង្ឃធ្លាប់ចងឲ្យកាលពីសម័យសង្គ្រាមមកចងរឹតនឹងចង្កេះយ៉ាងតឹងបេះដូងរបស់គាត់លោតញាប់ខុសប្រក្រតីហាក់បីដូចជាមានប្រផ្នូលអាក្រក់កំពុងតែរងចាំគាត់នៅខាងមុខម៉ោង5ព្រឹកព្រលឹមស្រាងអពណ៌សស្ដាងបានគ្របដណ្ដប់ពេញភូមិលោកទាំង3នាក់បានជួបគ្នានៅមាត់ច្រកចេញពីភូមិឆ្ពោះទៅកាន់ជើងភ្នំគ្មាននរណាម្នាក់និយាយស្ដីច្រើនឡើយម្នាក់មានសភាពតានតឹងនិងមាំទាំលោកណនដើរនាំមុខដោយកាន់ផែនទីក្នុងដៃលោកផលដើរកណ្ដាលដោយស្ពាយជាប់កាប់និងលោកសុកដើរបិទគូដោយក្រសោបកំបិតផ្គាក់ជាប់នឹងទ្រូងព្រៃស្បាតដ៏ងងឹតនិងលាតសន្ធឹងល្វឹងល្វើយនៅពីមុខពួកគេហាក់បីដូចជាមាត់បិសាចដ៏ធំមួយដែលកំពុងហើបមាត់ចាំលេបត្របាក់អ្នកដែលហ៊ានបោះជំហានចូលទៅក្នុងអាណាចក្ររបស់វាគ្រាន់តែបោះជំហានឆ្លងកាត់ខ្សែបន្ទាត់រវាងតំបន់ចំការអ្នកភូមិនិងតំបន់ព្រៃក្រាស់នៃព្រៃស្បាតភ្លាមនោះសីតុណ្ហភាពហាក់ដូចជាធ្លាក់ចុះជាច្រើនអង្សាដើមឈើទាលនិងដើមកគីធំដែលមានអាយុកាលរាប់រយឆ្នាំបានឈរត្រដែតបាំងពន្លឺព្រះអាទិត្យសឹងតែជិតឈឹងបង្កើតបានជាស្រមោលងងឹតសង្រេងសង្រៃទោះបីជាពេលនេះជារដូវប្រាំងក៏ដោយខ្យល់ដែលបក់ប៉ះស្បែកនាំមកនៅក្លិនស្លឹកឈើពុកផុយនិងក្លិនដីសើមដែលជាក្លិនដ៏សែនចងចាំមួយសម្រាប់លោកសុកខណៈដែលគាត់កំពុងតែដើរកាត់វល្លិមូលដែលធ្លាក់ពីលើមែកឈើស្រាប់តែភ្នែករបស់លោកសុកចាប់ផ្ដើមស្រវាំងសំឡេងសត្វបក្សីដែលកំពុងយំនៅក្នុងព្រៃបានប្រែទៅជាសំឡេងដែលគាត់ខ្លាចរអាក្រែងបំផុតវាគឺជាសំឡេងគ្រាប់កំភ្លើងតាំងប៊ូមស្នូផ្ទុះគ្រាប់ផ្លោងបានកក្រើកដីរូបភាពក្នុងខួរក្បាលរបស់គាត់បានទាញគាត់ត្រឡប់ទៅកាន់អតីតកាលជាង40ឆ្នាំមុនពេលដែលគាត់នៅជាយុវជនម្នាក់ឈ្មោះសុកដែលកំពុងស្លៀកពាក់ឯកសណ្ឋានទាហានប្រឡាក់ដី
នឹងឈាមពេលនោះសុកគឺជាទាហានម្នាក់នៅក្នុងកងអនុសេនាធំមួយដែលកំពុងតែប្រឈមមុខនឹងការវាយលុកយ៉ាងសាហាវឃោរឃៅពីសំណាក់កងទ័ពខ្មែរក្រហមការប្រយុទ្ធគ្នានោះកើតឡើងនៅចំកណ្ដាលព្រៃស្បាតនេះតែម្ដងកងទ័ពខ្មែរក្រហមមានចំនួនច្រើនដូចស្រមោចសម្រុកចូលវាយលុកដោយមិនខ្លាចស្លាប់ស្នូលគ្រាប់កាំភ្លើង AK-47 និង RPG បានបន្លឺឡើងខ្វែងខ្វាត់កាត់អាកាសបង្កើតបានជាសំណាញ់នៃសេចក្តីស្លាប់សុកបានក្រាបនៅលើដីភក់ដៃកាន់កាំភ្លើងបាញ់តបតវិញទាំងដៃញ័រទៅត្រើកខណៈដែលមិត្តរួមអាវុធរបស់គាត់ដួលស្លាប់ម្ដងម្នាក់ៗនៅក្បែរខ្លួនឈាមក្រហមឆ្អៅបានហូរប្រឡាក់ស្មៅពណ៌បៃតងសុករត់យើងទប់លែងជាប់ហើយសំឡេងស្រែកយ៉ាងរន្ធត់មួយបានបន្លឺឡើងវាគឺជាគង់មិត្តភក្តិជិតស្និទ្ធរបស់គាត់ដែលកំពុងតែទាញដៃគាត់ឲ្យក្រោកឈរនៅក្បែរគង់មានរិទ្ធម្នាក់ទៀតដែលត្រូវរបួសចំស្មាហូរឈាមសស្រាក់ដោយដឹងថាបើតស៊ូទៀតគឺមានតែស្លាប់យុវជនទាំង3នាក់បានសម្រេចចិត្តបំបីជួររួចបោះបង់ទីតាំងការពាររត់កាត់ក្របកាំភ្លើងតម្រង់ចូលទៅក្នុងជម្រៅនៃព្រៃស្បាតដ៏ងងឹតដើម្បីស្វែងរកផ្លូវរស់ការរត់គេចនោះប្រៀបដូចជារត់នៅក្នុងឋាននរកសំឡេងស្រែកហៅរបស់អ្នកតាមប្រមាញ់ឮកាន់តែជិតពីក្រោយខ្នងក្របកាំភ្លើងហោះកាត់ក្បាលវឹងវឹងបាញ់ត្រូវមែកឈើធ្លាក់ខ្ចាត់ខ្ចាយសុកគង់និងរិទ្ធបានរត់ដោយមិនគិតពីបន្លាដែលឆ្កូតសាច់ឬឫសឈើដែលធ្វើឲ្យពួកគេជំពប់ដួលឡើយពួកគេរត់រហូតទាល់តែសួតស្ទើរតែផ្ទុះរហូតទាល់តែសំឡេងសង្គ្រាមឆ្ងាយបាត់ទៅជំនួសមកវិញនៅភាពស្ងាត់ជ្រងំនៃព្រៃជ្រៅការវង្វេងទិសដៅបានចាប់ផ្ដើមតាំងពីពេលនោះមកអាសុកឯងកើតអីហ្នឹងមិនក៏ឈរគាំងបែកញើសជោគអញ្ចឹងសំឡេងហៅរបស់លោកអ៊ុំផលបានដាស់លោកអ៊ុំសុកឲ្យភ្ញាក់ពីអតីតកាលដ៏លងបន្លាចលោកអ៊ុំសុកបើកភ្នែកព្រិចដកដង្ហើមធំរួចយកដៃជូតញើសត្រជាក់ដែលហូរតាមសៀតផ្កាគាត់សម្លឹងមើលទៅមុខឃើញនននិងផលកំពុងឈរសម្លឹងមើលគាត់ដោយក្តីងឿងឆ្ងល់អូគ្មានអីទេអញគ្រាន់តែវិលមុខបន្តិចតោះយើងបន្តដំណើរទៅមុខទៀតទៅទោះបីជាមាត់និយាយបែបនេះប៉ុន្តែនៅក្នុងចិត្តរបស់គាត់ដឹងច្បាស់ណាស់ថាព្រៃនេះមិនទាន់ភ្លេចគាត់ទេហើយស្រមោលអតីតកាលកំពុងតែរងចាំគាត់នៅខាងមុខព្រះអាទិត្យបានរំកិលខ្លួនទៅដល់ចំណកណ្ដាលនៃលំហអាកាសប៉ុន្តែនៅក្នុងព្រៃស្បាតនេះពន្លឺអាចឆ្លុះចូលមកបានត្រឹមតែជាកាំតូចកូចប៉ុណ្ណោះបុរសចំណាស់ទាំង3នាក់បានដើរកាត់ព្រៃជ្រៅអស់រយៈពេលជាង5ម៉ោងជាប់គ្នាដោយប្រើកាំបិតផ្គាក់កាប់ឆ្កាវ័ននិងមែកឈើដែលរារាំងផ្លូវលោកអ៊ុំណនចេះតែបន្តមើលផែនទីក្នុងដៃម្ដងហើយម្ដងទៀតទឹកមុខរបស់គាត់ចាប់ផ្ដើមបង្ហាញនៅភាពតានតឹងឯងប្រកាសទេអាណនថាយើងដើរត្រូវផ្លូវអញមានអារម្មណ៍ថាដើមឈើធំដែលមានសម្បករបកនេះអញដូចជាឃើញវា3ដងរួចមកហើយតាំងពីព្រឹកមិញលោកអ៊ុំផលត្អូញត្អែដោយទម្លាក់ការបូបស្ពាយចុះរួចអង្គុយលើគល់ឈើមួយលោកអ៊ុំសុកក៏មានអារម្មណ៍បែបនេះដែរព្រៃនេះហាក់ដូចជាមានមន្តអាគមបិទបាំងទិសដៅធ្វើឲ្យអ្នកដែលដើរចូលមកចេះតែដើរវិលវងនៅកន្លែងដដែលដែលស្រដៀងគ្នាទៅនឹងអ្វីដែលគាត់និងមិត្តភ័ក្តិទាំងពីរបានជួបប្រទះកាលពីចំនួនរត់សង្គ្រាមមិនខុសគ្នាបន្តិចសោះឡើយកាលនោះគាត់គង់និងរិទ្ធក៏ធ្លាប់ដើរវង្វេងក្នុងព្រៃនេះអស់ពីថ្ងៃពីយប់រហូតសឹងតែដាច់ពោះស្លាប់ននបត់ផែនទីទុកក្នុងហោប៉ៅរួចជូតញើសថ្ងាសអញក៏មិនច្បាស់ដែរវាដូចជាមានអ្វីមួយយ៉ាងធ្វើឲ្យត្រីវិស័យរបស់អញវិលខុសទិសរហូតកន្លែងនេះវាស្ងាត់ខុសពីធម្មតាអញស្ដាប់មើលសំបីតែសំឡេងសត្វយំក៏គិតស្លាប់ក៏គ្មានដែរពាក្យសម្ដីនេះធ្វើឲ្យបរិយាកាសប្រែជាត្រជាក់ស្រេបអ្នកទាំង3ចាប់ផ្ដើមសង្កេតមើលជុំវិញខ្លួនការពិតមែនព្រៃទាំងមូលស្ងាត់ជ្រងំដូចជាទីបញ្ចុះសពគ្មានសត្វស្លាប់ហើរគ្មានសំឡេងខ្យល់បក់សំបីតែបន្តិចវាជាភាពស្ងាត់ដែលសង្កត់សង្កិនផ្លូវចិត្តបំផុតរំពេចនោះលោកអ៊ុំសុកដែលដើររៀងឆ្ងាយពីគេបន្តិចដើម្បីទៅបត់ជើងតូចបានប្រទះឃើញអ្វីមួយយ៉ាងដែលធ្វើឲ្យគាត់ព្រឺសម្បុរខ្ញានៅលើគល់ដើមឈើទាលដ៏ធំមួយដែលមានទំហំប៉ុនមនុស្សអោប3នាក់មានស្នាមឆ្កូតធំចំនួន5ដែលចាក់ជ្រៅទៅក្នុងសម្បកឈើវាជាស្នាមក្រញាំសត្វប៉ុន្តែវាមិនមែនជាក្រញាំសត្វធម្មតាទេព្រោះចន្លោះពីក្រញាំមួយទៅមួយគឺធំជាងទំហំក្រញាំខ្លាធំធម្មតាដល់ទៅ3ដងនៅពីក្រោមដើមឈើនោះមានគំនរឆ្អឹងសត្វព្រៃនិងលលាក្បាលសត្វដែលត្រូវគេបំបែកកោទុកយ៉ាងមានសណ្ដាប់ធ្នាប់ដែលមើលទៅហាក់ដូចជាការពលិកាឬការរៀបចំរបស់មនុស្សមិនមែនជាទម្លាប់នៃការស៊ីសាច់របស់សត្វព្រៃឡើយពួកឯងមកមើលនេះបន្តិចមក
សុកស្រែកហៅមិត្តភ័ក្តិដោយសំឡេងញ័រពេលដែលផលនឹងននរត់មកដល់ពួកគេទាំងពីរក៏គាំងនិយាយឡើងចេញលោកអ៊ំននដែលធ្លាប់អួតថាខ្លួនចេះមុនអាគមក៏ចាប់ផ្ដើមមុខស្លេកនេះមិនមែនជាស្នាមខ្លាធម្មតាទេអាសុកចាស់ញ៉ាស់ធ្លាប់ប្រាប់ថាបើឃើញស្នាមក្រញាំធំបែបនេះលាយឡំនឹងការតម្រៀបឆ្អឹងវាជាសញ្ញាព្រមានរបស់ម្ចាស់ព្រៃគឺព្រៃខ្លាឈ្មោះនេះគ្រាន់តែបន្លឺឡើងភ្លាមខ្យល់ត្រជាក់មួយមេបានបក់វាមកចំមុខពួកគេនាំមកនៅក្លិនស្អុយឆ្អាបដោយសាកសពរលួយដែលធ្វើឲ្យអ្នកទាំង3ចង់ក្អួតព្រមាននេះច្បាស់ណាស់ថាពួកគេបានឈានជើងចូលទៅក្នុងតំបន់ហាមឃាត់ដែលសូម្បីតែសត្វព្រៃក៏មិនហ៊ានចូលមកកាប់បែរផងដោយសារតែព្រះអាទិត្យជិតលិចបាត់ស្រមោលកាត់តាមជួរភ្នំហើយភាពងងឹតចាប់ផ្ដើមវាយលុកគ្របដណ្ដប់ព្រៃស្បាតបន្តិចម្ដងបរិះចំណាស់ទាំង3នាក់ត្រូវបង្ខំចិត្តបោះបង់ការដើរទៅមុខបន្តហើយស្វែងរកទីតាំងរៀបស្មើមួយនៅក្បែរគល់ឈើធំមួយដើម្បីរៀបចំបោះជំរំសម្រាប់យកកម្លាំងសម្រាប់យប់ដំបូងនេះភាពភ័យខ្លាចពីអ្វីដែលបានឃើញកាលពីពេលរសៀលនៅតែតាមលងបន្លាចផ្លូវចិត្តពួកគេគ្រប់វិនិច្ឆ័យលោកអ៊ំផលនិងលោកអ៊ំសុកបានប្រញាប់ប្រញាល់កាប់រកមែកឈើស្ងួតដើម្បីយកមកបង្កាត់ភ្លើងពន្លឺភ្លើងពណ៌ក្រហមឆេះសន្ធោសន្ធៅនៅកណ្ដាលព្រៃងងឹតបានផ្ដល់នូវភាពកក់ក្ដៅនិងអារម្មណ៍សុវត្ថិភាពបន្តិចបន្តួចប៉ុន្តែវាក៏ជាសញ្ញាមួយដែលអាចទាក់ទាញចំណាប់អារម្មណ៍របស់អ្វីម្យ៉ាងដែលលាក់ខ្លួននៅក្នុងភាពងងឹតផងដែរលោកអ៊ំណនបានយកធូបចំនួន3សរសៃមកដុតនិងដោតនៅនឹងគល់ឈើរួចសូត្រមន្តខ្សឹបដើម្បីសុំការអនុញ្ញាតពីម្ចាស់ទឹកម្ចាស់ដីបន្ទាប់មកពួកគេបានអង្គឈរជុំវិញភ្នក់ភ្លើងដកយកដបស្រះដែលសល់ពីផ្ទះមកផឹកម្នាក់មួយក្អឹកដើម្បីរងាប់ភាពតានតឹងយប់កាន់តែជ្រៅភាពត្រជាក់កាន់តែកាត់ស្បែកសំឡេងអុសឆេះប្រេះឬសូរផាច់គឺជាសំឡេងតែមួយគត់ដែលបំបែកភាពស្ងាត់ជ្រងំដ៏សែនអាប់អួរអ្នកទាំង3អង្គឈរស្ងៀមគ្មាននរណាម្នាក់ហ៊ាននិយាយអ្វីទាំងអស់ភ្នែកសម្លឹងមើលទៅអណ្ដាតភ្លើងប៉ុន្តែត្រចៀកប្រុងស្ដាប់រាល់ចលនានៅជុំវិញខ្លួនលោកអ៊ំសុកអោបកាំបិតផ្គាក់ក្បែរទ្រូងស្រមោលនៃការភ័យខ្លាចក្នុងអតីតកាលបានត្រឡប់មកវិញគាត់នឹកឃើញដល់យប់មួយកាលពីចំនួនរថសង្គ្រាមដែលគាត់គង់នឹងរិទ្ធបានអង្គឈរជុំវិញភ្នក់ភ្លើងបែបនេះឯងរួចស្រាប់តែក្បែរនោះមានរថត្រីអ្វីម្យ៉ាងអូសចូលទៅក្នុងភាពងងឹតបាត់ទាំងស្រស់បន្សល់ទុកត្រឹមតែសម្រែកឈឺចាប់កំពុងតែលិចលង់ក្នុងគំនិតដ៏រន្ធត់នោះស្រាប់តែអណ្ដាតភ្លើងភ្នក់ភ្លើងដែលកំពុងឆេះពណ៌ក្រហមបានប្រែទៅជាពណ៌ខៀវស្រាលមួយរំពេចខ្យល់ត្រជាក់មួយមេធំបានបក់បោកកាត់ជំរុំរបស់ពួកគេធ្វើឲ្យភ្លើងសឹងតែរលត់លោកអ៊ំណនស្ទុះក្រោកឈរភ្លាមសម្លឹងមើលទៅកាត់ភាពងងឹតនៅទិសខាងជើងដោយកែវភ្នែកបើកធំពួកឯងឮអីទេណនសួរដោយសំឡេងញ័រទៅត្រើកលោកអ៊ំសុកនិងលោកអ៊ំផលទប់ដង្ហើមប្រុងត្រចៀកស្ដាប់ពីចម្ងាយឆ្ងាយណាស់នៅកណ្ដាលព្រៃងងឹតអន្តការមានសំឡេងក្រហមមួយបានបន្លឺឡើងឮសូរវាជាសំឡេងក្រហមយ៉ាងធ្ងន់ដែលធ្វើឲ្យរំញ័រដីនិងស្លឹកឈើនៅជុំវិញជំរំវាស្រដៀងនឹងសំឡេងសត្វខ្លាធំកំពុងក្រេវក្រោធប៉ុន្តែអ្វីដែលធ្វើឲ្យសក់ក្បាលរបស់បុរសចំណាស់ទាំង3បាសឈរព្រឺខ្ញាក់នោះគឺនៅចុងបញ្ចប់នៃសម្រែកក្រហមនោះវាមានលាយឡំនឹងសំឡេងដង្ហើមវែងដែលស្ដាប់ទៅដូចជាសំឡេងមនុស្សកំពុងខ្សឹបហៅឈ្មោះនរណាម្នាក់រសាត់មកតាមខ្យល់ថាកុំមកយករបស់អញព្រីខ្លាដែលបានយាមកាមកំណប់នឹងជាបិសាចដែលលោកអ៊ំសុកធ្លាប់រត់គេចកាលពីវ័យក្មេងឥឡូវនេះវាបានដឹងខ្លួនថាមានភ្ញៀវដែលមិនបានអញ្ជើញចូលមកជន់ទឹកដីរបស់វាហើយយប់នេះទើបតែជាការចាប់ផ្ដើមនៃសុបិនអាក្រក់របស់ពួកគេប៉ុណ្ណោះសំឡេងក្រហមបានបាត់ទៅវិញបន្សល់ទុកតែភាពស្ងៀមស្ងាត់លោកអ៊ំណនកំពុងតែរៀបចំទាញយ័ន្តចេញពីហៅប៉ៅស្រាប់តែមានស្រមោលខ្មៅដ៏ធំមួយលោតចុះពីលើដើមឈើទម្លាក់ខ្លួនចំកណ្ដាលភ្នក់ភ្លើងរងើកភ្លើងខ្ទាតសាចពេញមុខពួកគេជួយផងលោកអ៊ំណនស្រែកចចាចពេលដែលស្រមោលនោះស្ទុះទៅសង្កត់ពីលើគាត់លោកអ៊ំផលមិនបង្អង់យូរទាញកាំបិតផ្គាក់កាប់ឆ្វេងទៅលើស្រមោលនោះមួយទំហឹងតែវារហ័សពេកវាបានលោតគេចផ្លោះចូលទៅក្នុងគុម្ពោតព្រៃវិញបាត់ស្រមោលលឿនដូចភ្លេចបន្ទោលោកអ៊ំសុកប្រញាប់ស្ទុះទៅទាញអាណនឲ្យក្រោកឡើងអាណនមិនមានរបួសធ្ងន់ធ្ងរទេក្រៅពីស្នាមឆ្កូតលើដៃប៉ុន្តែអ្វីដែលធ្វើឲ្យគាត់ភ័យស្លន់ស្លោបំផុតនោះគឺថង់យាមរបស់គាត់ត្រូវបានក្រញាំសត្វនោះហែកដាច់រហែកខ្ទេចផែនទីបាត់ហើយននស្រែកលោឡាប្រវេប្រវាក់កាយរាវរកក្នុងទីងងឹត
ផែនទីកំណប់ត្រូវបានសត្វនោះឆក់យកទៅបាត់ទៅហើយលោកអ៊ុំសុកបានរើក្រដាស់ផែនទីមួយកំទេចតូចដែលរហែកជាប់នឹងមាត់ថង់យាមមកមើលចិត្តពន្លឺរងើកភ្លើងដែលនៅសេសសល់គ្រាន់តែឃើញគំនូសនៅលើក្រដាស់ដែលរហែកនោះភ្លាមបេះដូងលោកអ៊ុំសុកធ្លាក់ខ្ទប់ដល់ដីវាជាចំណុចកន្ទុយនៃសញ្ញាខ្វែងពណ៌ក្រហមដែលមានសរសេរអក្សរព្រិលៗថាភ្នំក្បាលខ្លាលោកអ៊ុំសុកស្ទុះទៅចាប់កអាវណនរួចសួរដោយសំឡេងកំហឹងលាយឡំនឹងការតក់ស្លុតអាណនឯងប្រាប់អញភ្លាមតើឯងបានផែនទីនេះមកពីណាកន្លែងកំណប់នេះគឺនៅជើងភ្នំក្បាលខ្លាមែនទេណនភ័យញ័រខ្លួនងក់ក្បាលរលាក់ត្រូវហើយគឺជើងភ្នំក្បាលខ្លាហេតុអីអាសុកលោកអ៊ុំសុកលែងដៃពីកអាវណនរួចទម្លាក់ខ្លួនអង្គឈរចុះទាំងអស់សង្ឃឹមយើងចាញ់បោកគេហើយទីនោះមិនមែនជាកន្លែងកប់កំណប់ទេភ្នំក្បាលខ្លាគឺជាកន្លែងដែលអញអាគង់និងអរិទ្ធត្រូវខ្មែរក្រហមវាយស្ទាក់ហើយវាក៏ជាកន្លែងដែលអញរត់ចោលពួកវាទុកឲ្យពួកវាស្លាប់យ៉ាងអាណោចអាធំផែនទីនេះមិនមែនជារបស់សេដ្ឋីណាទេវាជានុយដែលព្រាយខ្លានោះបញ្ជូនមកតាក់ទាញអញឲ្យត្រឡប់មកទីនេះវិញដើម្បីទារបំណុលឈាមព្រឹកព្រលឹមឈានចូលមកដល់ប៉ុន្តែបរិយាកាសរវាងបរិសចំណាស់ទាំង3បែរជាតានតឹងជាងពេលយប់ទៅទៀតការលាតត្រដាងការពិតរបស់លោកអ៊ុំសុកមិនបានធ្វើឲ្យលោកអ៊ុំផលភ្ញាក់រលឹកនោះទេផ្ទុយទៅវិញភាពលុបលន់បានធ្វើឲ្យផលងឹតភ្នែកឯងកុំមកប្រឌិតរឿងអាសុកផលស្រែកកុំហកព្រមទាំងយកចុងកំបិតចង្អុលមុខសុកនឹងណនពួកឯងទាំងពីរនាក់ចង់លេងល្បិចមែនទេអាណនឯងលាក់ផែនទីទុកខ្លួនឯងរួចឲ្យអាសុកប្រឌិតរឿងខ្មោចព្រាយដើម្បីបំភ័យអញឲ្យត្រឡប់ទៅវិញហើយពួកឯងនឹងចុះមកយកមាសតែ2នាក់មែនទេអញមិនជឿទេការឆ្លោះប្រកែកគ្នាបានផ្ទុះឡើងយ៉ាងក្តៅគគុកផលបានស្ទុះទៅប្រទាញប្រទង់ឆែកឆេរខ្លួនននដោយកម្លាំងបាយរហូតននដួលអុកគូតទៅនឹងដីលោកអ៊ុំសុកព្យាយាមចូលទៅខាត់ប៉ុន្តែត្រូវផលរុញខ្ទាតចេញក្នុងពេលកំពុងរុញច្រានគ្នានោះផលស្រាប់តែតាក់ជើងដួលទៅលើគំនរស្លឹកឈើស្ងួតពេលគាត់ងើបមុខឡើងភ្នែករបស់គាត់ស្រាប់តែបើកធំសម្លឹងទៅកាន់គល់ឈើមួយនៅខាងមុខនៅទីនោះមានខ្សែកមាសទម្ងន់ប្រហែល2តម្លឹងកំពុងតែព្យួរជាប់នឹងមែកឈើទាបមួយចាំងពន្លឺផ្លេកផលប្រញាប់ស្ទុះទៅដុំគៀបយកខ្សែកនោះមកខំមើលមាសសុទ្ធតែវើយផលសោចយ៉ាងត្រេកអរដូចមនុស្សឈួតគាត់ងាកមកមើលដីឃើញមានកាក់មាសបុរាណធ្លាក់រាយប៉ាយជាជួរតម្រង់ចូលទៅក្នុងព្រៃជ្រៅអាផលកុំទៅវាជានុយតែឯងទេលោកអ៊ុំសុកស្រែកខាត់តែមិនទាន់ឡើយផលមិនខ្វល់ពីអ្នកណាទាំងអស់គាត់បានរើសកាក់មាសដាក់ពេញហៅប៉ៅរួចរត់ត្រុយតាមជួរកាក់មាសនោះបាត់ចូលទៅក្នុងព្រៃក្រាស់ដោយមិនញញើតលោកអ៊ុំសុកនឹងននគ្មានជំរឿអ្វីក្រៅពីត្រូវកាន់កាំបិតរត់ដេញតាមពីក្រោយមិត្តភ័ក្តិដែលកំពុងត្រូវភាពលោភលន់ចូលសន្ធិដ្ឋលោកអ៊ុំសុកនឹងននរត់ដេញតាមផលបានប្រហែលកន្លះម៉ោងពួកគេក៏បានមកដល់ទីវាលមួយដែលពោពេញទៅដោយអាប់ក្រាស់ពួកគេបាត់ដានផលឈឹងស្រាប់តែមានសម្លេងក្អកខែមខងបន្លឺឡើងពីក្រោយខ្នងរបស់លោកអ៊ុំសុកងាកក្រោយភ្លាមកាំបិតផ្គាក់លើកត្រៀមជាស្រេចនៅចំពោះមុខគាត់ចម្ងាយតែ3ម៉ែត្រគឺយុវជនម្នាក់ក្នុងឯកសណ្ឋានទាហានប្រឡាក់ឈាមដៃខាងឆ្វេងរបស់គេដាច់ត្រឹមកែងឈាមកំពុងស្រក់តក់គេគឺគង់មិត្តរួមអាវុធរបស់សុកកាលពី40ឆ្នាំមុនគង់សម្លឹងមើលសុកដោយកែវភ្នែកក្រហមទុំរួចនិយាយដោយសំឡេងស្អកថាអាសុកឯងសន្យាថារត់ទៅរកគេមកជួយតែឯងរត់ទៅបាត់រហូតពួកអញត្រូវគេបាញ់កាត់ជើងរួចត្រូវខ្លាហែកស៊ីទាំងរស់ឈឺណាស់សុកអើយលោកអ៊ុំសុកជង្គង់ទន់ដួលអុកទៅនឹងដីទឹកភ្នែកហូរដោយក្តីរន្ធត់និងវឹបបាត់ដេសារីគង់អញសំទោសអញភ័យពេកប៉ុន្តែមិនទាន់និយាយចប់ផងគង់បានស្រែកក្រហឹមរួចប្រែរូបរាងពីយុវជនទៅជាសត្វពាក់កណ្ដាលមនុស្សពាក់កណ្ដាលខ្លាស្ទុះមកសង្គ្រប់ខាំស្មាសុកយ៉ាងសាហាវការឈឺចាប់បានធ្វើឲ្យសុកដឹងខ្លួនថានេះមិនមែនជាការនិមិត្តទេវាជាសាច់ពិតឈាមពិតគាត់ប្រវេប្រវាយកដងកាំបិតផ្គាក់ទប់មាត់បិសាចនោះលោកអ៊ុំណនឃើញដូច្នេះក៏ទាញដបទឹកមុននឹងខ្សាច់សីមាបាច់សាចទៅលើបិសាចនោះមួយទំហឹងបិសាចនោះត្រូវទឹកមុនក៏ស្រែកលូឡាលេងសុករួចលោតដកថយទៅបាត់ក្នុងអាប់សុកដកដង្ហើមញាប់ស្មារបស់គាត់ដាច់សាច់ហូរឈាមសស្រាក់អតីតកាលបានត្រឡប់មកคล้ายជាការពិតដ៏ឃោរឃៅបំផុត
ទោះបីជារបួសស្មាលោកអ៊ំសុកនៅតែបន្តដើរជួយគ្រាដោយននដើម្បីស្វែងរកផលដើរបានមួយសន្ទុះពួកគេឮសំឡេងកាយដីឆក់យ៉ាងញាប់ពេលដើរទៅដល់ពួកគេឃើញផលកំពុងតែលុតជង្គង់កាយដីភ្នូររាក់មួយដោយដៃទទេរហូតដល់ក្រចកហូរឈាមជុំវិញខ្លួនផលមានមាសត្បូងនិងគ្រឿងអលង្ការបុរាណកោដូចភ្នំតែអ្វីដែលធ្វើឲ្យសុកកាំងបេះដូងនោះគឺនៅក្នុងរណ្ដៅដែលផលកំពុងកាយវាពោពេញទៅដោយលលាក្បាលនិងឆ្អឹងមនុស្សស្លៀកពាក់ខោអាវទាហាននៅលើឆ្អឹងករបស់ក្រុងឆ្អឹងមួយមានពាក់កាតទាហានធ្វើពីដែកដែលចំណាំងផ្លាតពន្លឺវាជាកាតឈ្មោះរបស់រតអផលឈប់កាយភ្លាមនេះជាភ្នោមិត្តភ័ក្ដិអញទេសុកស្រែកហាមផលងាកមកមើលសុកដោយកែវភ្នែកក្រឡោតធំសើចសាញជារបស់អញទាំងអស់ភ្លាមនោះសម្រែកក្រហមបានបន្លឺឡើងក៏ក្រើកដីម្ដងទៀតលើកនេះព្រៃខ្លាដ៏ធំសម្បើមបានបង្ហាញខ្លួនយ៉ាងច្បាស់វាដើរយឺតចេញពីក្រោយដើមឈើសម្លឹងត្រង់មករកពួកគេលោកអ៊ំណនប្រមូលសេចក្តីក្លាហានចុងក្រោយរត់ទៅឈររាំងពីមុខផលនិងសុកគាត់អុជធូបសូត្រអាគមបាលីយ៉ាងខ្លាំងរួចគូបន្ទាត់សីមានៅលើដីការពារព្រៃខ្លាដើរមកដល់មុខខ្សែសីមារួចវាឈប់វាមិនបានបញ្ចេញសំឡេងក្រហមទេតែវាបញ្ចេញសំឡេងសើចជាមនុស្សចាស់អាគមរបស់ឯងការពារបានតែវិញ្ញាណអនាថាទេវាមិនអាចការពារអ្នកដែលបំពានសម្បត្តិនិងអ្នកដែលខ្វាក់ដោយសារភាពលោភលន់បានឡើយនិយាយចប់ព្រៃខ្លានោះបានលើកជើងមុខវាកាត់ខ្សែសីមាយ៉ាងងាយស្រួលដូចជាហែកក្រដាសវាបានសង្គ្រប់ទៅលើននប្រើក្រញាំទះទ្រូងននមួយទំហឹងបណ្ដាលឲ្យននខ្ទាតប៉ើងបោកនិងគល់ឈើសន្លប់បាត់ស្មារតីភ្លាមឈាមហូរចេញពីមាត់អាគមទាំងអស់ត្រូវបរាជ័យទាំងស្រុងលោកអ៊ំសុកឃើញននដួលសន្លប់ក៏ប្រញាប់ស្ទុះទៅទាញកាំបិតផ្គាក់ដើម្បីតទល់នឹងព្រៃខ្លាប៉ុន្តែស្រាប់តែពេលនោះដីនៅកន្លែងដែលផលកំពុងឈរនិងរណ្ដៅកំណប់នោះបានស្រុតចុះយ៉ាងគំហុកវាជារូងក្រោមដីដែលត្រូវទឹកបុកច្រោះកាលពីរដូវវស្សាផលនិងមាសទាំងអស់បានធ្លាក់ចុះទៅក្រោមសុកដោយសារឈរជិតនោះក៏រអិលជើងធ្លាក់ចូលទៅក្នុងរូងនោះដែរខណៈដែលព្រៃខ្លាឈរមើលពីលើមាត់រូងដោយក្រសែភ្នែករង់ចាំរូងក្រោមដីនោះមិនជ្រៅប៉ុន្មានទេតែវាពោពេញទៅដោយគ្រោងឆ្អឹងរាប់សិបនិងក្លិនស្អុយអាប់អួរសុកងើបឈរឡើងទាំងទន់ខ្លួនសម្លឹងរកមើលផលកំពុងតែប្រមូលមាសដែលធ្លាក់រីប៉ាយញាត់ចូលទៅក្នុងអាវរហូតទាល់តែប៉ោងអាផលយើងត្រូវរកផ្លូវឡើងទៅលើវិញអាណនកំពុងតែគ្រោះថ្នាក់ហើយសុកនិយាយបណ្ដើរដើរទៅរកផលបណ្ដើរស្រាប់តែផលក្រោកឈរឡើងរួចទាញកាំបិតផ្គាក់របស់ខ្លួនតម្រង់មករកសុកកែវភ្នែករបស់ផលពេលនេះលែងជាភ្នែកមនុស្សធម្មតាទៀតហើយវាប្រែជាពណ៌លឿងទុំចាំងពន្លឺដូចទៅនឹងភ្នែករបស់ព្រៃខ្លាទាំងស្រុងវិញ្ញាណព្រៃខ្លាបានឆ្លៀតឱកាសចូលសន្ធិដ្ឋក្នុងខ្លួនផលតាមរយៈសេចក្តីលោភលន់ដ៏ខ្លាំងក្លារបស់គាត់មាសនេះជារបស់អញតែម្នាក់ឯងចង់សម្លាប់អញដើម្បីយកមាសនេះមែនទេអាសុកដូចដែលអញធ្លាប់សម្លាប់មិត្តភក្តិឯងកាលពីមុនអញ្ចឹងផលនិយាយដោយសំឡេងត្រជាក់ស្រេបដែលមានលាយឡំសំឡេងបិសាចនៅខាងក្នុងផលមិននិយាយច្រើនក៏ស្ទុះចូលមកកាប់សុកចំក្បាលតែម្ដងសុកប្រញាប់លើកំបិតខ្លួនឯងរងឮសូរឆាំងភ្លើងផ្កាភ្លើងខ្ទាតសាច់សុកមិននឹកស្មានសោះថាមិត្តភ័ក្តិដែលធ្លាប់ផឹកស្រាស់ជាមួយគ្នាកំពុងតែព្យាយាមកាប់សម្លាប់គាត់ដើម្បីមាសនិងត្រូវបិសាចបញ្ជាឥឡូវនេះសុកត្រូវប្រឈមមុខនឹងជម្រើសដ៏សែនឈឺចាប់បំផុតតើគាត់ត្រូវឈរឲ្យមិត្តភ័ក្តិកាប់សម្លាប់ឬគាត់ត្រូវជាអ្នកសម្លាប់មិត្តភ័ក្តិខ្លួនឯងដើម្បីរស់រានមានជីវិតការប្រយុទ្ធគ្នារវាងមនុស្សនិងមនុស្សដែលត្រូវខ្មោចចូលនៅក្នុងរូងងងឹតបានចាប់ផ្ដើមឡើងយ៉ាងសាហាវឯព្រៃខ្លាពិតប្រាកដកំពុងតែឈរមើលពីលើមាត់រូងសើចយ៉ាងពេញចិត្តនឹងល្បែងស៊ីសាច់ហុតឈាមដែលវាបានរៀបចំស្នូដាវផ្គាក់ប៉ះទង្គិចគ្នានៅក្នុងរូងក្រោមដីដងងងឹតបានបន្លឺឡើងកងរំពងលាយឡំជាមួយសំឡេងឆ្អឹងមនុស្សដែលត្រូវជន់បំបែកកំទេចចាត់ខ្ចាយលោកអ៊ំផលដែលពេលនេះកែវភ្នែកប្រែជាពណ៌លឿងទុំនិងមានកម្លាំងខ្លាំងខុសពីមនុស្សចាស់ធម្មតាបានសួយដាវកាប់ស្រោចមកលើលោកអ៊ំសុកដោយមិនប្រណីដៃសុកបានត្រឹមតែលើកកំបិតរងនិងដកថយក្រោយបន្តិចម្ដងរហូតដល់ខ្នងទល់នឹងជញ្ជាំងដីអាផលភ្ញាក់ឡើងឯងកំពុងត្រូវខ្មោចចូលហើយសុកស្រែកហៅមិត្តភ័ក្តិទាំងដង្ហើមហត់កខុសខណៈដៃទាំងពីរខំប្រឹងទប់ដងកំបិតដែលផលកំពុងសង្កត់ចុះមកចំករបស់គាត់ផលមិនតបគេគ្រាន់តែបញ្ចេញសំឡេងសើចក្រហមចេញពីបំពង់កមាសនេះជារបស់អញអ្នកណាហ៊ានដណ្ដើមអញសម្លាប់ចោលទាំងអស់
កម្លាំងរបស់ផលខ្លាំងសឹងតែធ្វើឲ្យសុកទប់លែងជាប់ផ្លែកំបិតរបស់ផលបានរំកិលចុះមកសន្សឹមរហូតឆ្កូតដាច់ស្បែកករបស់សុកហូរឈាមរឹមក្នុងស្ថានភាពទាល់ច្រកសុកបានប្រើកម្លាំងជើងដែលនៅសល់ធាក់ចំកណ្ដាលពោះផលមួយទំហឹងផលដួលផ្ងាក្រោយបោកក្បាលទៅនឹងគំនរលាក្បាលប៉ុន្តែកាក់មាសនិងត្បូងដែលញាត់ពេញហៅប៉ៅអាវរបស់គេបានជ្រុះធ្លាក់រាយប៉ាយពេញដីគ្រាន់តែឃើញមាសធ្លាក់ផលក៏បោះចោលកំបិតរួចស្ទុះទៅវាប្រមូលមាសទាំងនោះមកអោបជាប់នឹងទ្រូងដូចមនុស្សឆ្កួតដោយមិនខ្វល់ពីសុកដែលកំពុងឈរកាន់កំបិតនៅពីមុខឡើយស្របពេលនោះសំឡេងបាក់ស្រដីបានបន្លឺឡើងពីខាងលើព្រាយខ្លាដែលឈរមើលនៅមាត់រូងបានប្រើជើងដ៏ធំរបស់វាឈូសទម្លាក់ដីនិងផ្ទាំងថ្មធំឲ្យបាក់ស្រុតចុះមកក្នុងរូងដើម្បីកប់ពួកគេទាំងរស់ដីបាក់ចុះមកដូចទឹកបាក់ទំនប់សុកឃើញដូច្នេះក៏ស្ទុះទៅតោងឫសឈើធំមួយដែលលៀនចេញពីជញ្ជាំងរូងរួចស្រែកហៅផលអាផលតោងដៃអញមកដីបាក់ហើយសុកលូកដៃទៅរកមិត្តភ័ក្តិប៉ុន្តែផលបែរជាសម្លឹងមើលដៃសុករួចងាកទៅក្រសោបគំនរមាសរឹតតែតឹងដុំថ្មធំមួយផ្ទាំងបានធ្លាក់មកសង្កត់ចំពីលើដងខ្លួនរបស់ផលយ៉ាងពេញទំហឹងសំឡេងស្រែកធ្ងររបស់ផលត្រូវបានលុបបាត់ដោយសូរស័ព្ទបាក់ស្រុតនៃដីលោកអ៊ំសុកគ្មានជំរើសក៏ប្រឹងប្រវាតោងឫសឈើឡើងទៅលើមាត់រូងទាំងទឹកភ្នែកលោតគេចផុតពីសេចក្តីស្លាប់បានតែបន្តិចបន្តួចប៉ុណ្ណោះគ្រាន់តែលោកអ៊ំសុករមៀលខ្លួនឡើងផុតពីមាត់រូងដីទាំងមូលក៏ស្រុតលុបជិតសូន្យឈឹងកប់លោកអ៊ំផលនឹងកំណប់អាចកំបាំងនោះជារៀងរហូតសុកដេកដង្ហើមញាប់នៅលើស្លឹកឈើស្ងួតរាងកាយពោពេញដោយរបួសនិងឈាមប៉ុន្តែគាត់មិនទាន់បានធូរដង្ហើមស្រួលបួលផងក្លិនស្អុយឆ្អាបបានភាយមកប៉ះច្រមុះយ៉ាងគៀកពេលគាត់បើកភ្នែកឡើងគាត់ឃើញក្រញាំជើងសត្វធំមួយកំពុងតែជន់សង្កត់លើទ្រូងរបស់គាត់ព្រាយខ្លានោះកំពុងតែឈរពីលើគាត់កែវភ្នែកពណ៌លឿងទុំរបស់វាសម្លឹងចុះមកចំភ្នែកសុកមាត់របស់វាហើបឡើងបង្ហាញចង្កូមស្រួចដែលប្រឡាក់ដោយឈាមនិងទឹកមាត់ស្អិតស្រក់ចុះមកចំថ្ពាល់របស់គាត់វាហើបមាត់រៀបនឹងខំផ្ដាច់ករបស់សុកទៅហើយស្រាប់តែសុកនឹកឃើញដល់ខ្សែយ័ន្តចាស់ដែលគាត់ចងនៅចង្កេះដោយសភាវគតិរស់រានមានជីវិតសុកបានលូកដៃទាញកន្ត្រាក់ខ្សែយ័ន្តនោះដាច់រួចយកមកវាយសំពងចំមុខរបស់បិសាចនោះមួយទំហឹងគ្រាន់តែខ្សែយ័ន្តប៉ះនឹងស្បែកវាភ្លាមស្នូផ្ទុះផ្លេកបន្ទោពណ៌ខៀវបានឆាបឆេះឡើងធ្វើឲ្យព្រាយខ្លាស្រែកលូឡាយ៉ាងរន្ធត់រួចលោតថយក្រោយចម្ងាយជាង5ម៉ែត្រស្បែកមុខរបស់វាត្រូវរលាករលួយហុយផ្សែងខ្មៅវាសម្លឹងមកសុកដោយកំហឹងសងសឹកកាន់តែខ្លាំងប៉ុន្តែវាមិនហ៊ានចូលមកជិតភ្លាមនោះទេជំនាញឱកាសនេះសុកប្រញាប់ស្ទុះក្រោកឈររត់តម្រង់ទៅរកលោកអ៊ុំណនដែលកំពុងដេកសន្លប់បាត់ស្មារតីនៅក្បែរគល់ឈើសុកចាប់អង្រុនណនអាណនងើបឡើងរត់តែណនមិនដឹងខ្លួនទាល់តែសោះសុកប្រញាប់លើកស្ពាយណនដាក់លើខ្នងរួចរើសកាំបិតផ្គាក់ដែលជ្រុះនៅក្បែរនោះបន្តរត់បាតជើងសព្រាតចូលទៅក្នុងព្រៃក្រាស់ទោះបីជាជើងទាំងពីររបស់គាត់ស្ទើរតែបោះជំហានលែងរួចក៏ដោយព្រាយខ្លានោះមិនបានរត់ដេញតាមភ្លាមទេវាគ្រាន់តែដើរតាមពីក្រោយយឺតហាក់បីដូចជាអ្នកប្រមាញ់ដែលដឹងច្បាស់ថាចំណីរបស់វាមិនអាចរត់ទៅណាបានឆ្ងាយឡើយវាកំពុងតែចង់ទារុណកម្មផ្លូវចិត្តសុកឲ្យអស់សង្ឃឹមសិនមុននឹងសង្រប់ស៊ីការរត់គេចដោយស្ពាយមនុស្សម្នាក់នៅលើខ្នងនៅក្នុងព្រៃស្បាតដែលសម្បូរដោយវល្លិនិងបន្លាធ្វើឲ្យកម្លាំងរបស់លោកអ៊ុំសុកចុះខ្សោយយ៉ាងលឿនបំផុតគាត់រត់រហូតទាល់តែស្រវាំងភ្នែកដើរវង្វេងទិសរហូតចុងក្រោយបានមកធ្លាយចូលទីវាលធំមួយកណ្ដាលព្រៃនៅពេលដែលគាត់ទម្លាក់ននចុះឲ្យផ្អែកនឹងគល់ឈើដើម្បីឈប់ដកដង្ហើមគាត់ក៏ចាប់ផ្ដើមសង្កេតមើលទីវាលនេះនៅជុំវិញគាត់មានសល់គំនររថយន្តយោធាដែលឆេះខ្លោចច្រេះស៊ីខូចអស់និងបំណែកត្រង់សេបាក់បែកដែលគ្របដណ្ដប់ដោយស្លែពណ៌បៃតងបេះដូងរបស់សុកលោតខុសចង្វាក់ជង្គង់របស់គាត់ចាប់ផ្ដើមញ័រទៅត្រើកកន្លែងនេះទីវាលនេះគឺជាអតីតជំរំទ័ពរបស់កងអនុសេនាធំរបស់គាត់កាលពី40ឆ្នាំមុនវាគឺជាកន្លែងដែលពួកគាត់ត្រូវខ្មែរក្រហមវាយស្ទាក់និងជាទីតាំងដែលគាត់រត់ចោលគង់និងរឹតព្រាយខ្លានោះវាមិនមែនគ្រាន់តែដេញតាមទេវាបានប្រើមន្តអាគមបង្វិលផ្លូវបញ្ជូនសុកឲ្យត្រឡប់មកកាន់ឋានរកនៃអតីតកាលរបស់គាត់វិញបរិយាកាសប្រែជាត្រជាក់ខុសប្រក្រតីអាប់ក្រាស់បានលេចឡើងគ្របដណ្ដប់ពេញទីវាលជំរំចេញពីក្នុងអាប់នោះស្រមោលខ្មៅជាច្រើនបានចាប់ផ្ដើមក្រោកឈរឡើងពីក្រោមដីព
ពួកគេស្លៀកឯកសណ្ឋានទាហានរហែករយៈរយងរាងកាយពោពេញដោយគ្រាប់កាំភ្លើងនិងស្នាមហែកស៊ីដាច់សាច់ខ្លះគ្មានដៃខ្លះគ្មានក្បាលវាគឺជាទ័ពខ្មោចដែលត្រូវព្រាយខ្លាចងប្រលឹងឲ្យនៅបំរើវានៅចំកណ្ដាលហ្វូងខ្មោចនោះគង់នឹងរឹតបានដើរចេញមកមុខគេភ្នែករបស់ពួកគេស្នឹងគ្មានប្រស្រីសម្លឹងត្រង់មករកសុកឯងត្រឡប់មកវិញហើយអាសុកមកនៅជាមួយពួកអញមកពួកអញរងចាំឯងយូរណាស់មកហើយសំឡេងដ៏ព្រឺព្រួចនោះបន្លឺឡើងចេញពីមាត់របស់គង់ស្របពេលដែលហ្វូងទ័ពខ្មោចរាប់សិបនាក់ចាប់ផ្ដើមដើរតម្រង់ចូលមកឡោមព័ទ្ធសុកនិងននពីគ្រប់ទិសទីសុកលើកំបិតផ្គាក់ឡើងកាប់រងខ្យល់ប៉ុន្តែផ្លែកំបិតរបស់គាត់គ្រាន់តែខ្វែងកាត់រូបរាងប្រលឹងទាំងនោះដោយមិនអាចធ្វើឲ្យពួកវាឈប់ដើរបានសូម្បីតែមួយជំហាននៅពេលដែលហ្វូងខ្មោចខិតចូលមកដល់ចម្ងាយត្រឹមតែ10ម៉ែត្រលោកអ៊ំណនដែលដេកសន្លប់នោះស្រាប់តែក្អកធ្លាក់ឈាមរួចដឹងខ្លួនឡើងវិញដោយការឈឺចាប់ពេលននបើកភ្នែកឡើងឃើញខ្មោចទាហានរាប់សិបរោមជុំវិញគាត់ដឹងច្បាស់ភ្លាមថាពួកគេគ្មានផ្លូវរស់រានមានជីវិតឡើយប្រសិនបើគ្មានអ្នកណាម្នាក់លះបង់ននប្រឹងទប់ខ្លួនអង្ឈយរួចទាញអាវសុកចុះមកក្រោមអាសុកឯងត្រូវតែរស់ឯងមានកូនមានចៅរងចាំឯងនៅផ្ទះចំណែកអញរស់នៅម្នាក់ឯងអញគ្មានអីត្រូវស្ដាយទេនននិយាយទាំងដង្ហើមញាប់ឯងនិយាយឈួតអីអាណយើងត្រូវតែកាប់បើកផ្លូវរត់ជាមួយគ្នាសុកប្រកែកដែលនៅតែកាន់កំបិតរងការពារទ័ពខ្មោចដែលខិតចូលមកប៉ុន្តែននមិនស្ដាប់ឡើយគាត់បានយកកំបិតចុងស្រួចតូចមួយចេញពីហោប៉ៅរួចឲ្យផ្ដាច់បាតដៃខ្លួនឯងយ៉ាងជ្រៅបណ្ដាលឲ្យឈាមស្រស់ហូរស្រក់សស្រាក់នៅបានយកដៃដែលប្រឡាក់ឈាមនោះទៅជូតកោសលើដីបង្កើតជារូបយន្តសីមាបុរាណខ្នាតធំមួយយ៉ាងលឿនបំផុតព្រមទាំងសូត្រគាថាបាលីដោយសម្លេងខ្លាំងលាយឡំនឹងការក្អកធ្លាក់ឈាមនៅពេលដែលទ័ពខ្មោចនឹងគង់រឹតស្ទុះចូលមកសង្គ្រប់ននបានយកដៃទាំងពីរទះទៅលើដីចំកណ្ដាលយន្តនោះមួយទំហឹងពន្លឺពណ៌មាសលាយក្រហមដ៏ចាំងសន្ធោសន្ធៅបានផ្ទុះចេញពីរាងកាយរបស់ននបោកបក់យ៉ាងខ្លាំងទៅលើហ្វូងខ្មោចទាំងនោះព្រលឹងខ្មោចដែលប៉ះនឹងពន្លឺឈាមនេះបានស្រែកត្រហោយយំរួចរលាយคล้ายជាផេះហុយបាត់ទៅក្នុងអាកាសកម្លាំងផ្ទុះនោះបានឆាបឆេះបើកផ្លូវជាចន្លោះប្រហោងមួយធំឆ្ពោះទៅកាន់ផ្លូវចូលព្រៃម្ខាងទៀតប៉ុន្តែកម្លាំងទប់ទល់មន្តអាគមដោយប្រើប្រាស់អាយុជីវិតនេះបានធ្វើឲ្យននអស់កម្លាំងរលីងននដួលដេកទៅនឹងដីរាងកាយស្ងួតហួតហែងសម្លឹងមើលសុករួចនិយាយចុងក្រោយរត់ទៅអាសុកកុំងាកក្រោយសុកយំសោកយ៉ាងខ្លាំងប៉ុន្តែគាត់មិនអាចឲ្យការពលីរបស់ននអត់ប្រយោជន៍ឡើយគាត់ងើបឈររួចរត់បំបោលចូលទៅតាមផ្លូវដែលននបានបើកឲ្យដោយមិនហ៊ានងាកក្រោយសូម្បីតែបន្តិចខណៈដែលសំឡេងក្រហឹមរបស់ព្រាយខ្លាបានបន្លឺឡើងយ៉ាងខឹងសម្បាពីក្រោយខ្នងដែលមន្តអាគមរបស់ននបានពន្យាពេលវាបានមួយគ្រាមិត្តភ័ក្តិទាំងពីរនាក់បានស្លាប់បាត់បង់ជីវិតអស់ទៅហើយឥឡូវនេះសល់តែគាត់ម្នាក់ឯងគត់កណ្ដាលព្រៃមរណៈលោកអ៊ំសុករត់កាត់ព្រៃងងឹតរហូតទាល់តែសួតស្ទើរតែដាច់កម្លាំងរបស់គាត់អស់ទាំងស្រុងគាត់បានរត់រហូតមកដល់ជញ្ជាំងថ្មភ្នំមួយដ៏ធំដែលរារាំងផ្លូវទៅមុខគ្មានផ្លូវរត់ទៀតទេគាត់បានស្ទាបជញ្ជាំងថ្មនោះរហូតប្រទះឃើញប្រឡោះទ្វារមួយដែលបិទបាំងដោយវគ្គរះខ្មឹកពេលវែកវែកចេញគាត់បានឃើញផ្លូវចូលទៅកាន់ប្រាសាទសិលាបុរាណមួយដែលបោះបង់ចោលរាប់រយឆ្នាំមកហើយដំបូលបាក់បែកនិងមានរូបចម្លាក់អ្នកតាដែលកាត់ក្បាលចោលនៅសងខាងផ្លូវចូលសុកបានដើរចូលទៅក្នុងតួប្រាសាទដែលងងឹតស្លុបនោះរួចអង្ឈយផ្អែកខ្នងនឹងសសរថ្មដ៏ធំមួយគាត់ដកដង្ហើមញាប់ឈាមនៅតែហូរចេញពីរបួសលើស្មាគាត់ដឹងចាស់សាសថាគាត់លែងមានកម្លាំងរត់ទៀតហើយទីនេះគឺជាទីអវសានរបស់គាត់បើត្រូវស្លាប់គាត់នឹងប្រយុទ្ធរហូតដល់ដង្ហើមចុងក្រោយសុកបានហាយអាវរបស់ខ្លួនមករំមុខរបួសយ៉ាងតឹងរួចទាញកាំបិតផ្គាក់ប្រចាំកាយមកកាន់ជាប់គាត់បានដឹកខ្សែយន្តដែលនៅសេសសល់ពីការវាយប្រហារមុនយកម្ករំពាត់ជុំវិញដងកាំបិតផ្គាក់យ៉ាងតឹងដើម្បីការពារកុំឲ្យរបូតពីដៃបន្ទាប់មកគាត់បានយកចុងកាំបិតឆ្កូតបាតដៃខ្លួនឯងរួចយកឈាមស្រស់មកលាបលើផ្លែកាំបិតដើម្បីយកលំអិតនៃឈាមមនុស្សរស់ធ្វើជាធម្មពលប្រឆាំងនឹងវិញ្ញាណសាហាវមិនយូរសំណងសំឡេងបែកមែកឈើនិងសំឡេងដង្ហើមធ្ងន់ក៏បានបន្លឺឡើងពីខាងក្រៅប្រាសាទសិលាស្រមោលដ៏ធំសម្បើមបានដើរបិទពន្លឺព្រះច័ន្ទនៅមាត់ទ្វារប្រាសាទព្រាយខ្លាបានតាមមកទាន់ហើយវាដើរយឺតចូលមកខាងក្នុងក្រញាំរបស់វាប៉ះនឹងកម្រាលថ្មប្រាសាទឮសូរក្រឹបកែវភ្នែកពណ៌លឿងទុំរបស់វាចាំងពន្លឺក្នុងទីងងឹតសម្លឹងចំរកសុកដែលកំពុងឈរកាន់កាំបិតរងចាំឯងរត់លែងរួចហើយអាសុកឯងសម្លាប់មិត្តឯង
ឯងបោះបង់ពួកគេចោលឯងសមតែធ្លាក់នរកជាមួយអញព្រាយខ្លានោះបញ្ចេញសំឡេងក្រហឹមដែលពោពេញដោយការដាក់បណ្ដាសាសុកមិនតបគាត់គ្រាន់តែសម្លឹងត្រង់ទៅភ្នែកបិសាចនោះកែវភ្នែករបស់គាត់លែងមានការភ័យខ្លាចទៀតហើយវាមានតែការតាំងចិត្តដ៏មុតមាំក្នុងការផ្ដាច់សាច់ផ្ដាច់ឈាមការប្រយុទ្ធចុងក្រោយរវាងបុរសចំណាស់ដែលអស់ផ្លូវរត់និងបិសាចដែលស្រេកឃ្លានការសងសឹកបានឈានចូលមកដល់ទីបញ្ចាំងហើយព្រីខ្លានមិនរងចាំយូរវាបានស្ទុះលោតសង្គ្រប់មកលើលោកអ៊ុំសុកដោយល្បឿនដោយភ្លេចបន្ទោក្រញាំដ៏មុតស្រួយទាំងសងខាងលាតសន្ធឹងសម្ដៅកកាយយកបេះដូងលោកអ៊ុំសុកមិនរត់គេចទេគាត់បានទម្លាក់ខ្លួនដេកផ្ទាល់ដីរួយរអិលចូលទៅក្រោមពោះរបស់វាដោយលើកកាំបិតផ្គាក់ដែលប្រឡាក់ឈាមនោះចាក់បញ្ច្រាស់ឡើងលើផ្លែកាំបិតបានឆូតកាត់ស្បែកពោះរបស់បិសាចនោះរហែកជាផ្លូវវែងឈាមពណ៌ខ្មៅខាប់បានស្រក់ស្រោចមកលើមុខនិងដងខ្លួនរបស់សុកធ្វើឲ្យឆ្អេះឆ្អាបសឹងតែថប់ដង្ហើមព្រាយខ្លាស្រែកក្រហឹមដោយការឈឺចាប់វាបានងាកក្បាលមកខំស្មាស្ដាំរបស់សុកយ៉ាងពេញទំហឹងរួចគ្រវីបោកគាត់ទៅនឹងសសរប្រាសាទសិលាលឺសូប្រងឆ្អឹងជំនីរបស់សុកបាក់អស់ពីកាំបិតផ្គាក់របូតពីដៃគាត់ដួលខ្ទប់មុខទៅនឹងកម្រាលថ្មឈាមហូរចេញពីមាត់វាមិនទុកឱកាសឲ្យសុកងើបឡើយវាស្ទុះមកជន់សង្កត់លើខ្នងរបស់គាត់ក្រញាំមុខម្ខាងសង្កត់ក្បាលសុកផ្ទប់នឹងដីរួចហាទម្លាក់ចង្កូមសម្ដៅខំបំបែកលលាក្បាលក្នុងវិនាទីនៃសេចក្តីស្លាប់សុកបានប្រវេប្រវាលូកដៃឆ្វេងទៅចាប់ទាញដុំថ្មបាក់បែកមួយដុំនៅក្បែរនោះវាយសំពងចំភ្នែកខាងស្ដាំរបស់ព្រាយខ្លាមួយទំហឹងក្របភ្នែកពណ៌លឿងទុំនោះបែកធ្លាយទឹកកំហាប់ពណ៌ខ្មៅខ្ទាតសាច់បិសាចនោះស្រែកលូឡាលែងក្រញាំពីសុករួចថយក្រោយយកដៃខ្វាភ្នែកខ្លួនឯងសុកខំធ្មេញទប់ការឈឺចាប់ស្ទុះទៅរើកាំបិតផ្គាក់ឡើងវិញរួចរត់សម្រុកទៅកាប់ចំជើងមុខខាងឆ្វេងរបស់វាដាច់សរសៃធំព្រាយខ្លាដួលផ្កាប់មុខទៅនឹងដីប៉ុន្តែដោយសារកម្លាំងវាធំពេកវាបានក្រវីកន្ទុយវាយបោកត្រូវចង្កេះសុកធ្វើឲ្យគាត់ខ្ទាតប៉ាងទៅបោកនឹងជញ្ជាំងថ្មប្រាសាទម្ដងទៀតជញ្ជាំងចាស់ទ្រុឌទ្រោមនោះចាប់ផ្ដើមប្រេះស្រាំរង្គើធ្លាក់ដុំថ្មតូចៗមកលើក្បាលរបស់ពួកគេព្រាយខ្លាដែលត្រូវរបួសធ្ងន់ពីការភ្នែកម្ខាងនិងដាច់សរសៃជើងបានដឹងថាការប្រើកម្លាំងបាយតែមួយមុខមិនអាចយកឈ្នះបុរសចំណាស់ដ៏រឹងរូសនេះបានទេវាចាប់ផ្ដើមបដូរយុទ្ធសាស្ត្រស្រាប់តែកងកាយដ៏ធំសម្បើមរបស់វារលាយបាត់ទៅក្នុងភាពងងឹតលោកអ៊ុំសុកកាន់កាំបិតឈរទប់ខ្លួនផ្អែកនឹងជញ្ជាំងភ្នែករេមើលគ្រប់ទិសទីរំពេចនោះសំឡេងយំរបស់ស្ត្រីចំណាស់ម្នាក់បានបន្លឺឡើងចេញពីក្រោយសសរប្រាសាទរូបរាងប្រពន្ធរបស់លោកអ៊ុំសុកដែលគួរតែនៅផ្ទះឯភូមិបានដើរចេញមកដោយទឹកមុខស្លេកស្លាំងរាងកាយពោពេញដោយឈាមនិងស្នាមក្រញាំនាងកំពុងតែអូសដៃចៅប្រុសតូចរបស់គាត់ដែលយំស្រែកយ៉ាងរន្ធត់តាវាជួយខ្ញុំផងវាទៅដល់ផ្ទះយើងហើយវាសម្លាប់កូនចៅយើងអស់ហើយប្រពន្ធរបស់គាត់ស្រែកត្រហោយំលុតជង្គង់នៅចំពោះមុខសុកចៅប្រុសតូចលូកដៃមករកគាត់តាជួយចៅផងខ្មោចខ្លាខំចៅបេះដូងរបស់សុកស្ទើរតែបែកធ្លាយគាត់ទម្លាក់កាំបិតចុះរៀបនឹងរត់ទៅអោបប្រពន្ធនិងចៅតែក្នុងខួរក្បាលរបស់គាត់ស្រាប់តែលេចឡើងនៅពាក្យបណ្ដាំចុងក្រោយរបស់ននឯងត្រូវតែរស់សុកដឹងចាស់ថានេះគឺជាល្បិចដ៏ស្មុគគ្រោកបំផុតរបស់បិសាចដែលប្រើប្រាស់ក្តីស្រឡាញ់របស់គាត់ជាអាវុធគាត់ខំបបោមាត់ខ្លួនឯងរហូតទាល់តែបែកឈាមដើម្បីទាញស្មារតីត្រឡប់មកវិញគាត់រើសកាំបិតឡើងរួចបិទភ្នែកស្រែកយ៉ាងខ្លាំងពួកឯងមិនមែនជាគ្រួសារអញទេរួចពួយកាំបិតផ្គាក់នោះតម្រង់ទៅចំកណ្ដាលទ្រូងរបស់ប្រពន្ធគាត់ផ្លែកាំបិតចាក់ទម្លុះរូបនិមិត្តនោះរូបរាងប្រពន្ធនិងចៅក៏ប្រែជាផ្សែងខ្មៅរលាយបាត់ជំនួសមកវិញដោយសម្រែកឈឺចាប់របស់ព្រាយខ្លាដែលត្រូវកាំបិតនោះចាក់ចំដើមទ្រូងពិតប្រាកដរបស់វាដែលកំពុងលាក់ខ្លួនក្នុងរូបនិមិត្តនោះវាដួលប្រកាច់នៅលើដីព្យាយាមខំដកកាំបិតចេញការប្រកាច់ត្រដររស់របស់ព្រាយខ្លាដ៏មានគីឡូធ្ងន់បានធ្វើឲ្យកម្រាលថ្មប្រាសាទដែលពុកផុយស្រាប់ទ្រទម្ងន់លែងជាប់សំឡេងក្របក្រាំងបានបន្លឺឡើងយ៉ាងកក្រើកផ្ទៃដីប្រាសាទទាំងមូលបានបាក់ស្រុតចុះទៅខាងក្រោមយ៉ាងគំហុកលោកអ៊ុំសុកនិងព្រាយខ្លាបានធ្លាក់ចុះទៅក្នុងរណ្ដៅងងឹតដ៏ជ្រៅសុកធ្លាក់ចុះទៅផ្លុំទឹកលឺសូរប្រងគាត់បានធ្លាក់ចូលទៅក្នុងទន្លេក្រោមដីដែលមានចរន្តទឹកហូរគួចយ៉ាងខ្លាំងទឹកត្រជាក់កាត់ស្បែកងងឹតសូន្យសងមើលអ្វីមិនឃើញសោះ
សុកខំប្រឹងហែលងើបក្បាលផុតពីទឹកដើម្បីដកដង្ហើមតែចរន្តទឹកបានបោកផ្ទប់គាត់ទៅនឹងផ្ទាំងថ្មស្រួចជាច្រើនដងបណ្ដាលឲ្យរហែកអាវនិងដាច់សាច់ជាច្រើនកន្លែងស្រាប់តែមានដៃត្រជាក់ស្រែបជាច្រើនបានលូកចេញពីបាតទន្លេមកចាប់ទាញជើងរបស់គាត់ចុះទៅក្រោមទឹកវាគឺជាព្រលឹងខ្មោចទឹកដែលត្រៀមចាំទាញយកវិញ្ញាណថ្មីសុកដកដង្ហើមបានមួយក្អឹកធំរួចមុជចុះទៅក្រោមទឹកវិញគាត់ទាញបានដុំថ្មមួយដុំវាយសំពងទៅលើដៃគ្រងឆ្អឹងទាំងនោះរួចប្រើជើងធាក់រើបំរះយ៉ាងអស់ពីកម្លាំងកាយគាត់ហែលត្រដរឡើងមកលើវិញស្រាប់តែមានវត្ថុដ៏ធ្ងន់មួយធ្លាក់មកសង្កត់ពីលើខ្នងគាត់កណ្ដាលទឹកព្រាយខ្លាដែលធ្លាក់មកជាមួយគ្នាបានតោងខ្នងគាត់ជាប់ក្រញាំរបស់វាចាក់ទម្លុះសាច់ស្មារបស់គាត់ចូលដល់ឆ្អឹងវាព្យាយាមសង្កត់សុកឲ្យលិចចូលក្នុងទឹកដើម្បីសម្លាប់គាត់ឲ្យស្លាប់ទាំងរស់នៅក្នុងទីងងឹតនេះសុកប្រឹងវាយកែងដៃទៅក្រោយចំបំពង់កវារួចរអិលខ្លួនមុជចុះក្រោមអនុញ្ញាតឲ្យចរន្តទឹកគួចយកពួកគេទាំងពីរទៅតាមខ្សែទឹកដែលហូរយ៉ាងសន្ធឹកចរន្តទឹកបានបោកបញ្ជូនលោកអ៊ុំសុកនិងព្រាយខ្លាឲ្យខ្ទាតចេញពីផ្លូវរូងក្រោមដីមកធ្លាក់នៅលើមាត់ច្រាំងដីខ្សាច់មួយនៅក្រៅប្រាសាទមេឃចាប់ផ្ដើមព្រលឹមស្រាងពន្លឺថ្ងៃរៀបនឹងរះលោកអ៊ុំសុកដេកដង្ហើមរហក់នៅលើដីខ្សាច់ក្អួតទឹកចេញពីមាត់រាងកាយស្ទើរតែគ្មានកន្លែងណាដែលមិនមានរបួសកំបិតផ្គាក់របស់គាត់បានបាត់នៅក្នុងទឹកបាត់ទៅហើយចម្ងាយត្រឹមតែប្រម៉ែត្រពីគាត់ព្រាយខ្លាក៏កំពុងតែខឹងងើបឈរដោយត្រដាបត្រដួសជើងឆ្វេងរបស់វាដាច់សរសៃភ្នែកស្ដាំខ្វាក់និងមានដំបៅពេញខ្លួនប៉ុន្តែគំនុំរបស់វាមិនទាន់រលត់ទេវាក្រហឹមរួចអូសជើងដើរសម្ដៅមករកសុកដឹងថាគាត់មិនអាចវាយប្រយុទ្ធដោយដៃទទេបានទេគាត់ប្រឹងងើបឈររត់កាត់វាស្មៅសម្ដៅចូលទៅកាន់ព្រៃឫស្សីក្រាស់មួយនៅខាងមុខសុកប្រើយុទ្ធសាស្ត្រទាហានទ័ពព្រៃដែលគាត់ធ្លាប់បានហ្វឹកហាត់គាត់រត់បណ្ដើរបំបាក់ដើមឫស្សីស្រួចបណ្ដើរគាត់បានដោះខ្សែក្រវ៉ាត់យោធាធ្វើពីស្បែករបស់គាត់ចងឫស្សីដ៏មុតស្រួចមួយដើមទាញកោងចុះមកក្រោមរួចយកវ៉មកញ្ចងធ្វើជាខ្សែតាក់ជើងយ៉ាងលឿនបំផុតទើបតែរៀបចំរួចព្រាយខ្លាក៏បានលោតចូលមកដល់ក្នុងព្រៃឫស្សីវាស្ទុះសង្គ្រប់មកលើសុកដោយកំហឹងសុកលោតគេចខ្លួនទៅម្ខាងជើងរបស់ព្រាយខ្លាបានជន់ចំខ្សែវតាក់ជើងផាំងដើមឫស្សីស្រួចដែលកោងនោះបានឆក់បកមកវិញយ៉ាងខ្លាំងចាក់ទម្លុះពោះរបស់ព្រាយខ្លាឆ្លងដល់ឆ្អឹងខ្នងបិសាចនោះស្រែកលូឡាលោតប្រកាច់ប្រកិនឈាមខ្មៅហូរស្រោចពេញដីសុកមិនរងចាំមើលវាស្លាប់ទេគាត់បន្តរត់សម្ដៅទៅរកពន្លឺថ្ងៃដែលកំពុងរះឡើងនៅខាងចុងព្រៃលោកអ៊ុំសុកបានរត់មកដល់មាត់ជ្រោះដ៏ជ្រៅមួយដែលជាព្រំប្រទល់ខណ្ឌចែករវាងតំបន់ព្រៃស្បាតនិងតំបន់ភូមិអ្នកស្រុកពន្លឺព្រះអាទិត្យពេលព្រឹកបានជះមកលើរាងកាយដ៏ទ្រុឌទ្រោមរបស់គាត់សម្លឹងមើលទៅវាលស្រែនិងដំបូលផ្ទះអ្នកភូមិនៅខាងក្រោមជ្រោះដោយក្តីសង្ឃឹមគាត់បានរួចជីវិតហើយប៉ុន្តែក្តីសង្ឃឹមត្រូវបានកាត់ផ្តាច់ត្រឹមវិនាទីនោះសំឡេងមេឃឈើបាក់បានបន្លឺឡើងពីក្រោយខ្នងព្រាយខ្លាបានទាញខ្លួនវាចេញពីដើមឫស្សីនោះបានសម្រេចពោះរបស់វាធ្លាយរហែកប៉ុន្តែវានៅតែបន្តអូសសពាងកាយមកតាមគាត់វាដកដង្ហើមធំរួចប្រមូលកម្លាំងចុងក្រោយបំផុតលោតបោសង្គ្រប់មកលើខ្នងរបស់លោកអ៊ុំសុកកម្លាំងបោកទង្គិចបានធ្វើឲ្យពួកគេទាំងពីរដួលរមៀលទៅដល់កែមាត់ជ្រោះសុកដេកផ្ងាពោះរីឯព្រាយខ្លានៅពីលើហាត្រៀមខាំបំបែកករបស់គាត់ដៃទាំងពីររបស់សុកចាប់ទប់បំពង់ករបស់វាដោយញ័រទៅត្រឹកកម្លាំងរបស់គាត់អស់ទាំងស្រុងហើយទឹកមាត់របស់វាស្រក់ចំមុខគាត់ស្លាប់ជាមួយអញវាបញ្ចេញសម្លេងមនុស្សពីក្នុងបំពង់កក្នុងស្ថានភាពចុងក្រោយនោះសុកបានក្រឡេកឃើញដុំថ្មស្រួចមួយនៅក្បែរដៃគាត់លែងដៃម្ខាងពីបំពង់កព្រាយខ្លាយកដៃនោះទៅចាប់ដុំថ្មរួចវាយសំពងបញ្ច្រាស់ឡើងលើចំរបួសដើមទ្រូងដែលចាក់ដោយកាំបិតមុននេះព្រាយខ្លាឈឺចាប់ខ្លាំងក៏ងើបក្បាលឡើងបន្តិចឱកាសមាសបានមកដល់សុកប្រើជើងទាំងពីរធាក់ពោះដែលធ្លាយរបស់វាមួយទំហឹងរុញច្រានរាងកាយដ៏ធំសម្បើមនោះឲ្យរអិលធ្លាក់ចេញពីគែមជ្រោះព្រាយខ្លាស្រែកក្រហមរន្ធត់លូកក្រញាំមកខ្វាត្រូវស្មាសុកតែទាញគាត់ទៅជាមួយមិនបានរាងកាយរបស់វាបានធ្លាក់ចុះទៅក្នុងជ្រោះដ៏ជ្រៅបាត់ស្រមោលលាយឡំជាមួយនឹងសម្រែកចុងក្រោយដែលរសាត់បាត់ទៅក្នុងជម្រៅជ្រលងភ្នំលោកអ៊ុំសុកដេកដង្ហើមរហក់នៅលើគែមជ្រោះសម្លឹងមើលមេឃពណ៌ខៀវស្រងាត់ទឹកភ្នែកហូរចេញមកដោយក្តីរំភើបនិងការឈឺចាប់ដែលមិនអាចពណ៌នាបានឡើយគាត់មានជីវិតរស់ត្រឡប់ទៅវិញហើយពន្លឺព្រះអាទិត្យនាពេលព្រឹកព្រលឹម
បានជះកម្ដៅដ៏កក់ក្ដៅមកលើរាងកាយដែលត្រជាក់ស្រេបនិងពោពេញដោយរបួសរបស់លោកអ៊ុំសុកបន្ទាប់ពីបានរួចផុតពីក្រញាំមច្ចរិកនៅមាត់ជ្រោះមកគាត់បានដេកសម្លឹងមើលមេឃពណ៌ខៀវស្រងាត់អស់រយៈពេលយ៉ាងយូរមិនមានសម្លេងក្រហមមិនមានស្រមោលខ្មៅតាមលងបន្លាចទៀតទេមានតែសម្លេងខ្យល់បក់កាត់ស្លឹកឈើនិងសម្លេងសត្វចាប់យំរកចំណីយ៉ាងធម្មតាប៉ុណ្ណោះភាពស្ងប់ស្ងាត់នេះគឺជាអ្វីដែលគាត់ទន្ទឹងរង់ចាំបំផុតក្នុងរយៈពេលប្រមាណថ្ងៃដ៏សែនអាក្រក់នេះលោកអ៊ុំសុកប្រមូលកម្លាំងដែលនៅសេសសល់បន្តិចបន្តួចក្រោកឈរឡើងយ៉ាងយឺតគាត់យកដៃទប់មុខរបួសនៅលើស្មារួចចាប់ផ្ដើមដើរចុះតាមជម្រាលភ្នំតម្រង់ទៅរកវាលស្រែរបស់អ្នកស្រុកដែលនៅខាងក្រោមរាល់ជំហានដែលបោះចុះមកហាក់ដូចជាកំពុងដើរចេញពីឋាននរកត្រឡប់មកកាន់ឋានកណ្ដាលវិញដើរបានប្រហែលជា2ម៉ោងពេលមកដល់ជើងភ្នំដែលសម្បូរទៅដោយគុម្ពឫស្សីនិងចម្ការចេកគាត់ក៏បានឮសំឡេងមនុស្សនិយាយគ្នាលាយឡំជាមួយនឹងសំឡេងកំភ្លើងឬកំបិតកាប់ឈើជួយខ្ញុំផងលោកអ៊ុំសុកប្រឹងស្រែកហៅដោយសំឡេងស្អករួចក៏ទន់ជង្គង់ដួលសន្លប់នៅក្រោមគល់ចេកនោះទៅក្រុមអ្នកភូមិដែលឡើងមករកទំពាំងនិងកាប់អស់បានប្រទះឃើញគាត់ដេកសន្លប់ក្នុងសភាពរហែកខោអាវនិងប្រឡាក់ឈាមពេញខ្លួនក៏នាំគ្នាភ្ញាក់ផ្អើលយ៉ាងខ្លាំងពួកគេស្គាល់ច្បាស់ថានេះគឺជាលោកអ៊ុំសុកដែលបាត់ពីភូមិមិនបងអង្គយូរអ្នកភូមិ2នាក់បាននាំគ្នាសែងគាត់ដាក់លើអង្រឹងកាត់ពីអាវរួចប្រញាប់សែងរត់ចុះមកកាន់ភូមិដើម្បីស្វែងរកគ្រូពេទ្យនិងប្រាប់ដំណឹងដល់ក្រុមគ្រួសាររបស់គាត់ការសង្គ្រោះបានមកដល់ទាន់ពេលវេលាហើយដំណើរផ្សងព្រេងដ៏គ្រោះថ្នាក់បំផុតរបស់គាត់ត្រូវបានបញ្ចប់ត្រឹមនេះលោកអ៊ុំសុកត្រូវបានក្រុមគ្រួសារបញ្ជូនទៅសម្រាប់ព្យាបាលនៅឯកុដិព្រះចៅអធិការវត្តនៅក្នុងភូមិព្រោះអ្នកភូមិជឿថារបួសដែលបានមកពីព្រៃស្បាតមិនត្រឹមតែជារបួសផ្លូវកាយទេតែវាមានជាប់នៅរស្មីអាក្រក់ដែលត្រូវការព្រះធម៌ជួយលាងជម្រះគាត់បានដេកសន្លប់អស់រយៈពេល2ថ្ងៃ2យប់ទើបដឹងខ្លួនឡើងវិញពេលបើកភ្នែកឡើងគាត់ឃើញប្រពន្ធនិងកូនចៅអង្គនិយមនៅក្បែរគ្រែដោយក្តីត្រេកអរជាទីបំផុតដែលឃើញគាត់នៅមានដង្ហើមព្រះចៅអធិការវត្តដែលជាព្រះសង្ឃចំណាស់ប្រកបដោយព្រហ្មវិហារធម៌បាននិមន្តមកសូត្រធម៌បន្តទឹកមន្តលើក្បាលរបស់គាត់ជារៀងរហូតបរិយាកាសនៅក្នុងវត្តពោពេញទៅដោយក្លិនធូបក្រអូបប្រហើរនិងសំឡេងសូត្រមន្តយ៉ាងពិរោះរណ្ដំដែលជួយរងាប់ភាពតានតឹងនៅក្នុងខួរក្បាលរបស់គាត់បានយ៉ាងច្រើនលោកអ៊ុំសុកមិនចាំបាច់និយាយរៀបរាប់ពីរឿងរ៉ាវស្មុគស្មាញប្រាប់ព្រះសង្ឃទេព្រោះព្រះអង្គហាក់ដូចជាយល់ដឹងពីទុក្ខសោករបស់គាត់រួចទៅហើយញោមសុកអ្វីដែលកន្លងហួសទៅហើយសូមឲ្យវារលត់ទៅតាមពេលវេលាចុះកម្មពីវេរាដែលញោមធ្លាប់មានជាមួយម្ចាស់ព្រៃត្រូវបានកាត់ផ្ដាច់ត្រឹមវិនាទីដែលញោមបានរួចជីវិតចេញមកនេះហើយការដែលញោមអាចរស់ត្រឡប់មកជួបជុំគ្រួសារវិញគឺដោយសារតែសេចក្តីល្អនិងគុណបុណ្យដែលញោមធ្លាប់សន្សំចាប់ពីពេលនេះតទៅសូមញោមធ្វើចិត្តឲ្យស្ងប់កុំគិតរឿងគំនុំសងសឹកអ្វីទៀតឡើយព្រះចៅអធិការមានថេរដីកាយ៉ាងទន់ភ្លន់ទឹកមន្តត្រជាក់ត្រជាក់ដែលស្រោចមកលើក្បាលបានហូរនាំយកនៅភាពភ័យខ្លាចសេចក្តីរន្ធត់និងក្លិនឆ្អាបនៃព្រៃស្បាតពីរាងកាយរបស់គាត់បន្តិចម្ដងបន្ទាប់ពីកម្លាំងកាយបានធូរស្បើយលោកអ៊ុំសុកត្រូវប្រឈមមុខនឹងភារកិច្ចដ៏សែនលំបាកមួយទៀតគឺការប្រាប់ដំណឹងដល់គ្រួសាររបស់លោកអ៊ុំផលនិងលោកអ៊ុំណនភរិយារបស់ផលនិងកូនរបស់ណនបានមកសួរសុខទុក្ខគាត់ដល់ផ្ទះទាំងទឹកមុខពោពេញដោយក្តីសង្ឃឹមថានឹងបានឮដំណឹងល្អពីមេគ្រួសាររបស់ពួកគេនៅពេលដែលឃើញទឹកភ្នែកនិងការទន្ទឹងរង់ចាំរបស់ពួកគេលោកអ៊ុំសុកបានសម្រេចចិត្តយ៉ាងដាច់អហង្ការនៅក្នុងចិត្តគាត់មិនអាចប្រាប់ការពិតអំពីភាពលោភលន់ការក្បត់មិត្តភ័ក្តិរបស់ផលនិងការត្រូវព្រាយខ្លាចូលសន្ធិដ្ឋនោះទេការដឹងការពិតដ៏អាក្រក់បែបនេះនឹងធ្វើឲ្យគ្រួសាររបស់ផលត្រូវរស់នៅដោយភាពខ្មាស់អៀននិងវិប្បដិសារីអស់មួយជីវិតដូច្នេះគាត់ជ្រើសរើសការនិយាយកុហកពណ៌ Fight Lie ដើម្បីផ្ដល់សន្តិភាពផ្លូវចិត្តដល់ពួកគេលោកអ៊ុំសុកបានប្រាប់ពួកគេដោយសំឡេងស្ងប់ស្ងាត់ថាកំឡុងពេលដើរក្នុងព្រៃពួកគេបានជួបនឹងគ្រោះថ្នាក់ធម្មជាតិដ៏អាក្រក់លោកអ៊ុំផលបានផ្លាត់ជើងធ្លាក់ចូលទៅក្នុងជ្រោះជ្រៅកំឡុងពេលកំពុងរកផ្លូវចុះពីភ្នំរីឯលោកអ៊ុំណនក៏បានស្លាប់ដោយសារជំងឺគ្រុនចាញ់ព្រៃវាយលុកខ្លាំងពេកហើយគាត់បានព្យាយាមសង្គ្រោះពួកគេយ៉ាងអស់ពីសមត្ថភាពតែមិនអាចទៅរួចលោកអ៊ុំសុកបានប្រាប់បន្ថែមថាមុនពេលស្លាប់ពួកគេទាំងពីរបានផ្ដាំផ្ញើឲ្យគាត់យកសេចក្តីនឹករលឹកមកប្រាប់ប្រពន្ធកូននិងឲ្យកូនចៅរស់នៅឲ្យបានសេចក្តីសុខទោះបីជាគ្រួសារទាំងពីរយំសោកសង្រេងយ៉ាងណាក៏ដោយក៏ពួកគេព្រមទទួលយកដំណឹងនេះដោយស្ងប់ចិត្តព្រោះពួកគេគិតថាមនុស្សជាទីស្រឡាញ់របស់ខ្លួនបានស្លាប់ទៅដោយស្ងប់ស្ងាត់មិនមែនស្លាប់ដោយសារអំពើអាក្រក់ឡើយ
ពេលវេលាចេះតែកន្លងផុតទៅជាង10ឆ្នាំក្រោយមករឿងរ៉ាវដ៏រន្ធត់នៅក្នុងព្រៃស្បាតក៏បានคล้ายទៅជាការចងចាំដ៏សែនឆ្ងាយមួយនៅក្នុងចិត្តរបស់លោកអ៊ុំសុករបួសនៅលើស្មារបស់គាត់បានคล้ายជាស្នាមសម្លាក់ដ៏ធំមួយដែលមិនអាចលុបបំបាត់បានប៉ុន្តែវាមិនមានការឈឺចាប់ទៀតទេភូមិស្រុកមានការអភិវឌ្ឍកាន់តែច្រើនអ្នកភូមិលែងសូវចូលទៅរកស៊ីក្នុងព្រៃជ្រៅដូចមុនទៀតហើយលោកអ៊ុំសុកដែលពេលនេះកាន់តែចាស់ជរាបានក្លាយជាចាស់ព្រឹទ្ធាចារ្យម្នាក់ដែលក្មេងៗនៅក្នុងភូមិគោរពស្រឡាញ់រៀងរាល់រដូវបុណ្យភ្ជុំបិណ្ឌឬពេលមានកម្មវិធីជួបជុំគ្រួសារគាត់តែងតែអង្គុយនៅលើគ្រែឫស្សីមុខផ្ទះផឹកទឹកតែនិងនិទានរឿងប្រាប់ចៅៗរបស់គាត់មិនដែលនិទានរឿងនេះឲ្យមានភាពរន្ធត់ឬគួរឲ្យខ្លាចពេកនោះទេប៉ុន្តែគាត់យកវាធ្វើជាមេរៀនអប់រំផ្លូវចិត្តចៅៗដឹងទេព្រៃស្បាតមានអាចកំបាំងច្រើនណាស់ប៉ុន្តែអ្វីដែលគួរឲ្យខ្លាចបំផុតនៅក្នុងព្រៃមិនមែនជាខ្លាឬព្រាយបិសាចទេតែវាគឺសេចក្តីលោភលន់នៅក្នុងចិត្តរបស់មនុស្សយើងនឹងឯងកាលណាយើងលោភលន់ចង់បានរបស់ដែលមិនមែនជារបស់យើងនឹងងងឹតភ្នែកមើលលែងស្គាល់ខុសត្រូវមើលលែងស្គាល់មិត្តភក្តិចៅត្រូវតែចេះស្កប់ស្កល់និងរកស៊ីដោយសេចក្តីទៀងត្រង់នោះទោះជាទៅដល់ទីណាក៏មានសេចក្តីសុខនិងមានអ្នកថែរក្សាដែរសម្ដីដ៏សាមញ្ញនិងស្ងប់ស្ងាត់នេះបានដកជាប់ក្នុងចិត្តក្មេងៗជំនាន់ក្រោយយ៉ាងជ្រាលជ្រៅបំផុតនារាត្រីមួយដែលមេឃស្រឡះល្អមានពន្លឺព្រះច័ន្ទពេញបូរមីបញ្ចាំងកាំរស្មីពណ៌ប្រាក់ស្រាលៗមកលើដំបូលផ្ទះនិងវាលស្រែលោកអ៊ុំសុកកំពុងតែអង្គុយសម្រាកតែម្នាក់ឯងនៅរានហាលមុខផ្ទះគាត់កំពុងតែស្ដាប់សំឡេងកង្កែបនិងចង្រិតយំប្រគំតន្ត្រីធម្មជាតិដែលស្ដាប់ទៅគួរឲ្យរំភើបនិងស្ងប់ស្ងាត់ជាទីបំផុតស្រាប់តែមានខ្យល់បក់រំភើយមួយមេបក់មកពីទិសខាងលិចដែលជាទីតាំងនៃព្រៃស្បាតខ្យល់នោះបក់ប៉ះស្បែករបស់គាត់ត្រជាក់ស្រួលមិនមានក្លិនឆ្អាបមិនមានក្លិនដីអាប់អួរដូចកាលពីមុនឡើយនៅចម្ងាយយ៉ាងឆ្ងាយសន្លឹមគាត់ហាក់ដូចជាឮសំឡេងសត្វព្រៃយំល្វើយប៉ុន្តែលើកនេះគាត់មិនមានអារម្មណ៍ភ័យតក់ស្លុតឬព្រឺសម្បុរទៀតទេគាត់ញញឹមរួចលើកពែងទឹកតែមកក្រេបយឺតគាត់ដឹងចាស់ថាព្រៃស្បាតនៅតែនៅទីនោះអាចកំបាំងក៏នៅតែមានប៉ុន្តែវាលែងពាក់ព័ន្ធនឹងជីវិតរបស់គាត់ទៀតហើយព្រំដែនរវាងមនុស្សនិងធម្មជាតិត្រូវបានគូបញ្ជាក់យ៉ាងច្បាស់វិញ្ញាណទាំងឡាយនៅក្នុងព្រៃក៏រស់នៅតាមផ្លូវរបស់ពួកគេរីឯគាត់និងគ្រួសារក៏រស់នៅតាមផ្លូវរបស់មនុស្សប្រកបដោយសេចក្តីសុខសាន្តលោកអ៊ុំសុកបានបិទភ្នែកដកដង្ហើមស្រូបយកខ្យល់អាកាសបរិសុទ្ធដោយទទួលយកនូវសន្តិភាពផ្លូវចិត្តយ៉ាងពេញលេញបំផុតនៅក្នុងចុងបញ្ចប់នៃជីវិតរបស់គាត់អតីតកាលត្រូវបានកប់ចោលរីឯបច្ចុប្បន្នកាលគឺពោពេញដោយភាពស្ងប់ស្ងាត់ពេលវេលាបន្តហូរទៅមុខឥតឈប់ឈររហូតដល់លោកអ៊ុំសុកឈានចូលវ័យជិត80ឆ្នាំសុខភាពរបស់គាត់ចុះខ្សោយទៅតាមវ័យដើរលែងសូវរួចនិងភាគច្រើនចំណាយពេលអង្គុយនៅលើរទេះរុញឬលើគ្រែឫស្សីក្រោមផ្ទះប៉ុន្តែទោះបីជារាងកាយចាស់ទ្រុឌទ្រោមស្មារតីរបស់គាត់នៅតែភ្លឺថ្លាថ្ងៃមួយនៅរដូវចូលឆ្នាំខ្មែរលោកអ៊ុំសុកបានសុំឲ្យកូនចៅរបស់គាត់រៀបចំពិធីជួបជុំហូបអាហារសាមញ្ញមួយនៅក្រោមផ្ទះដោយបានអញ្ជើញកូនចៅរបស់លោកអ៊ុំផលនិងលោកអ៊ុំណនមកចូលរួមផងដែរតាំងពីលោកអ៊ុំផលនិងលោកអ៊ុំណនបាត់បង់ជីវិតទៅលោកអ៊ុំសុកតែងតែលួចជួយឧបត្ថម្ភគ្រួសារពួកគេពីក្រោយខ្នងជានិច្ចធ្វើឲ្យគ្រួសារទាំង3មានភាពស្និទ្ធស្នាលរាប់អានគ្នាដោយបងប្អូនបង្កើតនៅក្នុងវងអាហារថ្ងៃនោះមានសម្លរំជូរគ្រឿងសាច់គោអាំងនិងបង្អែមនំអន្សមដែលសុទ្ធសឹងតែជាម្ហូបដែលពួកគាត់ធ្លាប់ចូលចិត្តកាលពីនៅក្មេងៗជំនាន់ក្រោយដែលជាចៅបានរត់លេងដេញចាប់គ្នាយ៉ាងសប្បាយរីករាយនៅមុខផ្ទះលាយឡំជាមួយនឹងសំឡេងសើចក្អឹកក្អាកលោកអ៊ុំសុកអង្គុយសម្លឹងមើលទិដ្ឋភាពនោះដោយស្នាមញញឹមកូនប្រុសច្បងរបស់លោកអ៊ុំផលដែលពេលនេះមានវ័យចំណាស់សក់ស្កើបន្តិចទៅហើយបានលើកកែវទឹកក្រូចមកជល់ជាមួយលោកអ៊ុំសុករួចនិយាយដោយក្តីគោរពអរគុណពូសុកហើយដែលតែងតែមើលថែគ្រួសារក្មួយតាំងពីពុកស្លាប់បាត់ទៅបើគ្មានពូទេពួកក្មួយប្រហែលជាលំបាកវេទនាណាស់លោកអ៊ុំសុកងក់ក្បាលយកដៃដែលញ័រទៅអង្អែលស្មាក្មួយប្រុសកុំគិតច្រើនអីក្មួយវាជាតួនាទីរបស់ពូក្នុងនាមជាមិត្តភក្តិឃើញក្មួយមានសេចក្តីសុខមានគ្រួសារកក់ក្ដៅបែបនេះពូស្លាប់ទៅក៏បិទភ្នែកចិត្តដែរការជួបជុំនេះគឺជាការតភ្ជាប់ចំណងមិត្តភាពជំនាន់ថ្មីដែលធ្វើឲ្យលោកអ៊ុំសុកមានអារម្មណ៍ថាការលះបង់របស់គាត់កន្លងមកពិតជាមិនអត់ប្រយោជន៍នោះទេប្រហែលថ្ងៃបន្ទាប់ពីការជួបជុំលោកអ៊ុំសុកបានឲ្យចៅប្រុសជូនគាត់ទៅកាន់វត្តអារាមក្នុងភូមិដើម្បីធ្វើពិធីបង្សុកូលឧទ្ទិសកុសលជាលើកចុងក្រោយ
គាត់បានរៀបចំចង្ហាន់យ៉ាងស្អាតបាតនិងសូមនិមន្តព្រះសង្ឃ4អង្គដើម្បីសូត្រធម៌ពេលដែលព្រះសង្ឃចាប់ផ្ដើមសូត្រធម៌លោកអ៊ុំសុកបានចាប់កាន់ផ្ដិលទឹកត្រៀមជ្រួចទឹកឧទ្ទិសកុសលនៅក្នុងចិត្តរបស់គាត់បានហៅឈ្មោះមិត្តភ័ក្តិទាំងអស់ម្ដងម្នាក់យ៉ាងស្ងៀមស្ងាត់គង់រិទ្ធិអញសុំទោសដែលកាលពីក្មេងអញទន់ខ្សោយជួយពួកឯងមិនបានអរគុណដែលតែងតែជាមិត្តល្អននអញអរគុណឯងណាដែលសុខចិត្តលះបង់ជីវិតបើកផ្លូវឲ្យអញរស់ត្រឡប់មកជួបកូនប្រពន្ធកុសលនេះសូមឲ្យឯងបានទៅកាន់សុគតិភពចុះនៅទីបំផុតគាត់បាននឹកដល់លោកអ៊ុំផលការចងគំនុំរវាងគាត់និងផលនៅក្នុងរូងមរណៈនោះធ្លាប់ជាស្រមោលល្ងឹតនៅក្នុងចិត្តគាត់អស់រយៈពេលជាយូរប៉ុន្តែថ្ងៃនេះលោកអ៊ុំសុកបានសម្រេចចិត្តលែងវាចោលទាំងស្រុងអាផលអញអហោសិកម្មឲ្យឯងទាំងអស់កំហុសដែលឯងចង់សម្លាប់អញវាបណ្ដាលមកពីភាពងងឹតភ្នែកនិងសេចក្តីលោភលន់មួយពេលប៉ុណ្ណោះកម្មពៀវេរីរវាងពួកយើងសូមបញ្ចប់ត្រឹមជាតិនឹងចុះកុំឲ្យមានជាប់ពាក់ព័ន្ធដល់ជាតិក្រោយទៀតពេលដែលដំណក់ទឹកចុងក្រោយបានស្រក់ចុះប៉ះនឹងដីលោកអ៊ុំសុកមានអារម្មណ៍ថាទម្ងន់រាប់សិបគីឡូដែលសង្កត់លើទ្រូងរបស់គាត់អស់ជាច្រើនទសវត្សរ៍ត្រូវបានលើកចេញទាំងស្រុងគាត់ទទួលបានសន្តិភាពផ្លូវចិត្តដ៏បរិសុទ្ធបំផុតត្រឡប់មកដល់ផ្ទះវិញលោកអ៊ុំសុកបានហៅចៅប្រុសច្បងដែលជានិស្សិតទើបតែបញ្ចប់ការសិក្សាឲ្យមកជួបគាត់នៅក្នុងបន្ទប់គាត់បានយកសោចាស់មួយទៅចាក់បើកទូឈើរួចទាញយកប្រអប់ឈើឆ្លាក់ក្បាច់បុរាណមួយចេញមកប្រអប់នេះគាត់បានលាក់វាទុកយ៉ាងកំបាំងតាំងពីគាត់ត្រឡប់មកពីព្រៃស្បាតម្លេះគាត់បានហុចប្រអប់នោះទៅឲ្យចៅប្រុសរួចនិយាយដោយសំឡេងខ្សៅចៅប្រុសតាចាស់ហើយមើលទៅប្រហែលជានៅបានមិនយូរទៀតទេនៅក្នុងប្រអប់នេះមានសៀវភៅកំណត់ហេតុមួយក្បាលដែលតាសរសេរដោយផ្ទាល់ដៃអំពីរឿងរ៉ាវពិតប្រាកដដែលបានកើតឡើងកាលពីតានៅក្មេងវាជារឿងដែលតាបានលាក់កំបាំងពីមនុស្សគ្រប់គ្នាសូម្បីតែយាយរបស់ចៅប្រុសទទួលប្រអប់នោះដោយក្តីងឿងឆ្ងល់លោកអ៊ុំសុកបន្តថាតាសុំកុំទាន់អាលបើកវាមើលឥឡូវនេះអីចាំដល់ពេលដែលតាបិទភ្នែកលាចាកលោកនេះទៅសឹមចៅបើកអានវាគោលបំណងដែលតាទុកសៀវភៅនេះឲ្យចៅមិនមែនចង់ឲ្យចៅភ័យខ្លាចឬមានគំនុំនឹងធម្មជាតិទេតែតាចង់ឲ្យចៅអានវាដើម្បីរៀនសូត្រពីកំហុសរបស់មនុស្សចាស់ចៅត្រូវចាំថាមាសប្រាក់ទោះវាមានតម្លៃយ៉ាងណាក៏វាមិនអាចទិញជីវិតមិត្តភាពនិងក្តីសុខពិតប្រាកដបានដែរកុំបណ្ដោយឲ្យភាពលោភលន់គ្រប់គ្រងបេះដូងរបស់ចៅឲ្យសោះតាទុកចិត្តចៅថាចៅនឹងយល់ពីអត្ថន័យនៃមេរៀនមួយនេះចៅប្រុសបានងក់ក្បាលរួចអោបលោកតាដោយក្តីស្រឡាញ់ការបញ្ជូនសារនេះគឺជាការធានាថារឿងរ៉ាវនៃព្រៃស្បាតនឹងមិនត្រឹមតែជារឿងព្រេងបន្លាចក្មេងតែវានឹងកលយជាដំបូន្មានប្រចាំគ្រួសារយប់នោះបន្ទាប់ពីបានជួបនិយាយជាមួយចៅប្រុសរួចលោកអ៊ុំសុកមានអារម្មណ៍ថាអស់កម្លាំងខ្លាំងប៉ុន្តែចិត្តរបស់គាត់ស្ងប់ស្ងាត់ល្អណាស់គាត់បានចូលដេកលឿនជាងធម្មតាក្នុងពេលលងលក់គាត់បានយល់សប្តិឃើញអ្វីមួយដែលគាត់មិនធ្លាប់ឃើញសោះក្នុងរយៈពេលជាង40ឆ្នាំនេះវាមិនមែនជាសុបិនអាក្រក់នៃការរត់គេចឬការសម្លាប់រង្គាលទៀតទេនៅក្នុងសុបិនគាត់កំពុងតែដើរនៅកណ្ដាលវាលស្មៅពណ៌បៃតងខ្ចីមួយដែលពោរពេញទៅដោយផ្កាព្រៃចម្រុះពណ៌និងមានខ្យល់បក់រំភើយពន្លឺព្រះអាទិត្យពណ៌មាសបានជះភាពកក់ក្ដៅមកលើរាងកាយរបស់គាត់ហើយអ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះគឺគាត់លែងជាមនុស្សចាស់ទៀតហើយគាត់បានត្រឡប់ទៅជាយុវជនដ៏រឹងមាំម្នាក់វិញនៅចម្ងាយមិនឆ្ងាយពីគាត់មានបុរស4នាក់កំពុងតែឈរញញឹមនិងក្រវីដៃហៅគាត់ពួកគេគឺគង់រិទ្ធនននិងផលពួកគេទាំងអស់គ្នាសុទ្ធតែមានរូបរាងក្មេងវ័យស្រស់បោះនិងគ្មានរបួសស្នាមអ្វីទាំងអស់ផលកំពុងតែសើចសប្បាយហើយននកំពុងតែអោបគង់វាជាការជួបជុំដ៏សែនកក់ក្ដៅនិងពោរពេញដោយភាពអភ័យទោសសុកបានរត់ទៅរកពួកគេដោយក្តីរំភើបការដែលពួកគេជួបគ្នាគ្មានអ្នកណានិយាយពាក្យអ្វីទាំងអស់ពួកគេគ្រាន់តែញញឹមនិងទះស្មាគ្នាជាសញ្ញានៃមិត្តភាពដែលមិនអាចកាត់ផ្តាច់បានស្រាប់តែពេលនោះសុកក្រឡេកមើលទៅកាន់គុម្ពព្រៃមួយនៅឆ្ងាយឯណោះគាត់បានឃើញសត្វខ្លាដ៏ធំមួយក្បាលកំពុងតែដេកលង់លក់យ៉ាងស្ងប់ស្ងាត់ក្រោមម្លប់ឈើដោយគ្មានបញ្ចេញសំឡេងក្រហឹមឬកែវភ្នែកគុំគួនទៀតឡើយបណ្ដាសារត្រូវបានបញ្ចប់ធម្មជាតិនិងមនុស្សបានរកឃើញសន្តិភាពរៀងៗខ្លួនព្រឹកព្រលឹមថ្ងៃបន្ទាប់សំឡេងមាន់រងាវបានបន្លឺឡើងពេញភូមិដោយសពមួយដងពន្លឺព្រះអាទិត្យបានរះបាញ់បញ្ចូលតាមចន្លោះបង្អួចមកប៉ះនឹងផ្ទៃមុខរបស់លោកអ៊ុំសុកដែលកំពុងដេកនៅលើគ្រែកូនស្រីរបស់គាត់បានដើរយកទឹកក្តៅមកឲ្យគាត់ញ៉ាំដោយរាល់ព្រឹកពុកងើបឡើងព្រឹកឲ្យពុកនាងនិយាយហៅតិចប៉ុន្តែលោកអ៊ុំសុកមិនមានប្រតិកម្មអ្វីទាំងអស់
គាត់ដេកស្ងៀមផ្ទៃមុខរបស់គាត់ពោពេញដោយស្នាមញញឹមដ៏ស្រទន់និងស្ងប់ស្ងាត់បំផុតដៃទាំងពីរដាក់សង្រួមនៅលើទ្រូងយ៉ាងមានសណ្ដាប់ធ្នាប់លោកអ៊ុំសុកបានលាចាកលោកនេះទៅយ៉ាងស្ងប់ស្ងាត់នៅក្នុងដំណេកដោយគ្មានការឈឺចាប់គ្មានការភ័យខ្លាចនិងគ្មានសេចក្តីតក់ស្លុតអ្វីឡើយពិធីបុណ្យសពរបស់គាត់ត្រូវបានរៀបចំឡើងយ៉ាងសាមញ្ញប៉ុន្តែពោពេញដោយអ្នកភូមិនិងក្រុមគ្រួសារជាច្រើនជំនាន់ដែលមកចូលរួមគោរពវិញ្ញាណក្ខន្ធវាមិនមែនជាពិធីបុណ្យដែលពោពេញដោយការយំសោកសង្រេងខ្លាំងៗនោះទេប៉ុន្តែវាជាការប្រារព្ធអបអរដល់ជីវិតរបស់បុរសម្នាក់ដែលបានតស៊ូឆ្លងកាត់សេចក្តីស្លាប់រក្សាក្តីស្រឡាញ់និងបានបញ្ជូនបន្តនូវភាពសុខសាន្តដល់អ្នកជំនាន់ក្រោយបន្ទាប់ពីពិធីបុណ្យបានបញ្ចប់ចៅប្រុសច្បងបានត្រឡប់មកបន្ទប់វិញរួចបើកប្រអប់ឈើដែលលោកតាបានប្រគល់ឲ្យគាត់បានអានកំណត់ហេតុនោះតាំងពីទំព័រដំបូងរហូតដល់ទំព័រចុងក្រោយគាត់បានយល់ច្បាស់ពីទំហំនៃការលះបង់និងភាពសាហាវនៃសេចក្តីលោភលន់ចៅប្រុសបានបិទសៀវភៅនោះរួចសម្លឹងមើលទៅក្រៅបង្អួចឆ្ពោះទៅកាន់ទិសខាងលិចដែលជាទីតាំងនៃព្រៃស្បាតព្រៃនោះនៅតែឈរត្រដែតកាត់ផ្ដេកមេឃស្ងាត់ជ្រងំរក្សាទុកនៅអាថ៌កំបាំងរបស់វារហូតទៅរឿងព្រេងនៃព្រៃស្បាតបានបិទបញ្ចប់ត្រឹមនេះជំនួសមកវិញនៅមេរៀនជីវិតដែលនឹងរស់រានមានជីវិតជាអមតៈនៅក្នុងបេះដូងរបស់កូនចៅដូច្នេះសាច់រឿងរបស់យើងបានឈានចូលដល់ការបញ្ចប់តែត្រឹមនេះសូមអរគុណសម្រាប់ការតាមដានស្ដាប់តាំងពីដើមរហូតដល់ចប់ជួបគ្នានៅវីដេអូក្រោយ